រឿងដំបូងដែលខ្ញុំបានធ្វើបន្ទាប់ពីបានកើតជាថ្មីមុនពេលថ្ងៃអវសានលោកមកដល់គឺចំណាយប្រាក់4 លានដុល្លារដើម្បីទិញរថយន្តដឹកដីធុនធ្ងន់ទម្ងន់880តោនព្រោះថានៅពេលដែលវិទ្យុសកម្មមនុស្សយន្តនេះពីលើគ្របដណ្ដប់លើពិភពលោករាល់យានយន្តដែលមានឈ្មោះជាកម្មសិទ្ធិរបស់បុគ្គលម្នាក់ៗនឹងក្លាយទៅជាគ្រោងឆ្អឹងមនុស្សយន្តរបស់ពួកគេហើយរថយន្តណាដែលកាន់តែធំកាន់តែធ្ងន់និងកាន់តែរឹងមាំនោះមនុស្សយន្តដែលបំផ្លាញចេញមកក៏នឹងកាន់តែខ្លាំងក្លាទៅតាមនោះដែរនៅក្នុងជាតិមុនខ្ញុំក្រខ្លាំងណាស់សូម្បីតែកង់ជួលជិះរួមគ្នាមួយគ្រឿងក៏ខ្ញុំមិនទាន់មានលុយសងគេវិញផងចុងក្រោយខ្ញុំត្រូវបានសត្វយន្តដែលដើរកាត់កិនខ្ទេចដូចជាសត្វស្រមោចឥឡូវនេះសល់ពេលតែ7ថ្ងៃទៀតប៉ុណ្ណោះមុនពេលថ្ងៃអវសានលោកមកដល់ខ្ញុំត្រូវតែសាងសង់បីសាច់ដែកថែបដែលមិនអាចកំទេចបានមួយគ្រឿងក្នុងរយៈពេល7ថ្ងៃនេះខ្ញុំក៏បានដកទូរស័ព្ទចេញមកហើយចាប់ផ្ដើមដកប្រាក់និងលក់ទ្រព្យសម្បត្តិគ្រប់យ៉ាងដែលខ្ញុំមានជាចុងក្រោយបន្ទាប់ពីខំប្រឹងពេញមួយយប់ខ្ញុំមានប្រាក់5 លានដុល្លារនៅក្នុងគណនីថ្ងៃបន្ទាប់ខ្ញុំបានទៅកាន់តំបន់លក់គ្រឿងចក្រធុនធ្ងន់ខ្ញុំចំណាយអស់4 លានដើម្បីទិញរថយន្តដឹកដីទម្ងន់880តោននេះព្រោះថាសូម្បីតែមនុស្សយន្តនិកធំក្នុងជាតិមុនក៏មានទម្ងន់ត្រឹមតែ500តោនប៉ុណ្ណោះប៉ុន្តែគ្រាន់តែសម្បកឡានតែមួយមុខគឺមិនទាន់គ្រប់គ្រាន់ទេខ្ញុំបានបើកបិសាចដែកនេះទៅកាន់រោងជាងកែច្នៃខុសច្បាប់ដើម្បីបន្ថែមដែកបុកនៅខាងមុខនិងផ្សារដែកសំណាញ់ការពារបន្ទាប់មកខ្ញុំបានបំផ្លាញទ្រុងឡានទៅជាឃ្លាំងអាវុធចល័តខ្ញុំចង់ឲ្យគ្រប់គ្នាខ្លាចរអាមនុស្សយន្តរបស់ខ្ញុំនៅពេលរថយន្តរបស់ខ្ញុំឈប់នៅមុខរោងជាងគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងជាងមនុស្សយន្តឈ្មោះ Leo Depo សម្លឹងមើលបិសាចដែកនោះហើយនិយាយថាសម្លាញ់ឯងប្រហែលជាច្រឡំផ្លូវហើយដឹងទីនេះជាកន្លែងជួសជុលឡានមិនមែនកន្លែងជីករ៉ែទេរបស់ឯងនេះធ្វើឲ្យដីញ័ររហូតដល់ប្រេះគ្រឹះរោងជាងខ្ញុំអស់ហើយខ្ញុំក៏បានដកប្លង់កែរថយន្តចេញពីហៅប៉ៅហើយនិយាយថាខ្ញុំមិនមែនមកទីនេះដើម្បីជួសជុលទេគឺមកដើម្បីកែច្នៃនេះជាប្រាក់5 សែនសម្រាប់ថ្លៃឈ្នួលចំណែកតម្លៃគ្រឿងបន្លាស់គិតផ្សេងឮដូច្នោះ Leo Depo ចាប់ផ្ដើមដកដង្ហើមលឿនដោយក្តីរំភើបភ្លាមនោះស្រាប់តែមានសំឡេងរោអននៃម៉ាស៊ីនយ៉ាងខ្លាំងរថយន្ត Porsche ពណ៌ក្រហមមួយគ្រឿងបានមកឈប់នៅពីមុខគ្រប់គ្នាអ្នកដែលចុះពីលើឡានគឺជាកូនអ្នកមានម្នាក់ឈ្មោះ Yang Xiao ក្នុងជាតិមុនរថយន្តស្ពណ៌របស់គេបានបំផ្លាញទៅជាមនុស្សយន្តប្រភេទ Assassin គេបានប្លន់យកអាហារតែមួយគត់ដែលខ្ញុំមានគេថែមទាំងបានទាត់ខ្ញុំចូលទៅក្នុងគំនរគ្រឿងចក្រហើយទុកឲ្យខ្ញុំនៅទីនោះតែម្នាក់ឯងរាល់ពេលដែលគេទំនេរគេតែងតែសើចចំអកឲ្យខ្ញុំថាជាអ្នកចាញ់ដែលជិះតែកង់ជួលពេលចុះពីលើឡានភ្លាមចាងសៀវក៏បានក៏លេចឃើញខ្ញុំឈរនៅម្ខាងអូនេះមិនមែនលីនហ្វានទេអីកុំប្រាប់ណាថាអាអេតចាយនៅមាត់ទ្វារនឹងជារបស់ឯងបើជារបស់ឯងមែនជួយរុញអាគំនរអេតចាយនឹងចេញទៅកុំឲ្យទើសផ្លូវឡានអញឡើងកន្លែងស្ទូចខ្ញុំមិនខ្វល់ពីគេឡើយគ្មានចំណេញអ្វីដែលត្រូវទៅប្រកែកជាមួយមនុស្សដែលនឹងត្រូវងាប់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនោះទេដើម្បីបង្កើនល្បឿនការងារខ្ញុំបានបង់ប្រាក់2 សែនបន្ថែមទៀតសម្រាប់ថ្លៃធ្វើការថែមម៉ោងដែកបំបុកមានរាងត្រីកោណត្រូវបានបំពាក់នៅខាងមុខរថយន្តបង្អួចត្រូវបានបិទជិតដោយសំណាញ់ដែកដោយទុកតែប្រហោងតូចៗសម្រាប់មើលផ្លូវកង់ឡានត្រូវបានការពារដោយខ្សែច្រវាក់ដែកក្រាស់ៗដើម្បីការពារការផ្ទុះជាចុងក្រោយនៅព្រឹកព្រលឹមនៃថ្ងៃទី3មូលដ្ឋានគ្រឹះនៃអុកញ៉ាបន្ទាយដែករបស់ខ្ញុំត្រូវបានបញ្ចប់ជាស្ថាពរប៉ុន្តែខ្ញុំដឹងថាវានៅខ្វះចំណុចចុងក្រោយមួយទៀតខ្ញុំបានបើកវាទៅកាន់ឃ្លាំងភស្តុភារដែលធំជាងគេក្នុងទីក្រុងហើយបញ្ចូលប្រេងម៉ាស៊ូតពេញ300តោនបន្ទាប់មកខ្ញុំបានទិញស្បៀងអាហាររាប់មិនអស់មកផ្ទុកក្នុងកន្លែងស្នាក់នៅបន្ទាប់ពីអ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំរួចរាល់ខ្ញុំក៏បានចូលគេងដោយក្តីពេញចិត្តនិងសម្រាកបានយ៉ាងស្កប់ស្កល់រហូតដល់24ម៉ោងចុងក្រោយមុនថ្ងៃអវសានលោកទើបគ្រប់គ្នាដឹងថាមានអ្វីមួយយ៉ាងមិនប្រក្រតីមេឃចាប់ផ្ដើមប្រែពណ៌ទៅជាប្រផេះលីលឿងគួរឲ្យខ្លាចរលកថាមពលកម្រិតខ្ពស់និងផ្កាភ្លើងមនុស្សយន្តនឹងកំពុងខិតជិតមកដល់ផែនដីខ្ញុំបើកអុកញ៉ាបន្ទាយដែកយឺតទៅកាន់ផ្លូវទាល់មួយទីនោះជាទីទួលខ្ពស់និងមានទិដ្ឋភាពធំទូលាយវាគឺជាកន្លែងដ៏ល្អសម្រាប់វាយលុកឬការពារអ្វីដែលសំខាន់បំផុតនោះគឺមានមនុស្សតិចតួចណាស់នៅទីនោះរលកទី1នៃមនុស្សយន្តញឹកបានមកដល់ប៉ុន្តែវាបានមកពីការបំផ្លាញខ្លួននៃយានយន្តនៅជុំវិញខ្លួនមនុស្សក្នុងអំឡុងពេលម៉ោងកំពុងមមាញឹករថយន្តរាប់ពាន់គ្រឿងបានបំផ្លាញខ្លួនក្នុងពេលតែមួយភាពវឹកវរដែលកើតឡើងបន្ទាប់ពីនោះគឺជាឋាននរកពិតប្រាកដនៅពេលដែលរលកធាតុអាកាសពណ៌ស្វាយបានកាត់តាមមេឃពិភពលោកទាំងមូលក៏ពោរពេញដោយសម្លេងលោហៈធាតុអុកញ៉ាបន្ទាយដែករបស់ខ្ញុំក៏បានបញ្ចប់ការបំផ្លាញខ្លួនដែរប្រព័ន្ធពិនិត្យខ្លួនឯងបានបញ្ចប់យានយន្តកម្រិត S អុកញ៉ាបន្ទាយដែករងចាំបញ្ជាឬដូច្នោះស្នាមញញឹមមួយបានលេចឡើងនៅលើបបោមាត់របស់ខ្ញុំបានច្រានដងលេខទៅមុខ
បីសាយខ្មៅដ៏ធំសម្បើមបានក្រហមឡើងវាបានបោះពួយទៅកាន់ចំណុចប្រសពដែលជាឋាននរកនៅលើដីនៅពេលបើកបរខ្ញុំព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយវាតាមរយៈចិត្តនិងបញ្ជាអុកញ៉ាបន្ទាយដែកដោយប្រើស្មារតីរបស់ខ្ញុំភ្លាមនោះសញ្ញាពណ៌ក្រហមមួយបានលេចឡើងនៅលើរ៉ាដាវាជារថយន្តក្រុងដែលបានបំផ្លាញខ្លួនរថយន្តក្រុងពីរជាន់នោះបានคล้ายទៅជាសត្វក្អែបដែកថែបវាបានបោះពួយចុះពីលើចំណោតមករកខ្ញុំក្នុងដំណាក់កាលដំបូងនៃការបំផ្លាញខ្លួនរថយន្តដែលមានទំហំធំជាងគេនឹងដេញតាមប្រមាញ់រថយន្តផ្សេងទៀតតាមសភាវគតិពួកវាវិវត្តដោយការស៊ីស្នូលលោហៈរបស់ភាគីម្ខាងទៀតខ្ញុំមិនត្រឹមតែមិនជន់ហ្វ្រាំងប៉ុណ្ណោះទេប៉ុន្តែថែមទាំងជន់ហ្គែអស់មួយទំហឹងហើយបើកសម្រុកទៅរកវាថែមទៀតនៅពេលដែលក្អែបរថយន្តក្រុងបុកនិងដែកបុកខាងមុខរបស់ខ្ញុំកម្លាំងប៉ះទង្គិចបានធ្វើឲ្យវាខ្ទាតទៅក្រោយភ្លាមៗបន្ទាប់មកខ្ញុំបានបើកអុកញ៉ាបន្ទាយដែកទៅមុខហើយកិនកំទេចរាងកាយរថយន្តក្រុងនោះយ៉ាងព្រៃផ្សៃវិនាទីបន្ទាប់ប្រព័ន្ធបានបង្ហាញសារសម្រាប់មនុស្សយន្តកម្រិតមួយបានសម្រេចប្រភេទរថយន្តក្រុងទទួលបាន50ពិន្ទុដើមលោហៈខ្ញុំរអ៊ូទៅយថាខ្សោយណាស់ខ្ញុំគួរតែទៅសួរសុខទុក្ខមិត្តចាស់របស់ខ្ញុំបន្តិចខ្ញុំបានបញ្ជាអុកញ៉ាបន្ទាយដែកទៅកាន់កណ្ដាលក្រុងនៅទីនោះមានការជួបជុំមិត្តចាស់នៅត្រង់ផ្លូវបំបែកមានមនុស្សយន្តដែលមានរូបរាងដូចមនុស្សកម្ពស់ប្រហែល4ម៉ែត្រម្នាក់កំពុងឈរគឺចាងសៀវនឹងឯងចរិតលក្ខណៈពិសេសនៃមនុស្សយន្តប្រភេទឡានស្ព័រគឺពួកវាអាចវិវត្តទៅជារូបរាងមនុស្សពេញលេញបានយ៉ាងឆាប់រហ័សក្នុងដំណាក់កាលដំបូងសំឡេងដ៏អួតអាងរបស់ចាងសៀវបានបន្លឺឡើងតាមរយៈឧបករណ៍បំពងសំឡេងរបស់មនុស្សយន្តគេថានេះហើយគឺជាអំណាចនៅពេលនោះភាពមានអ្នករបស់ចាងសៀវបានហក់ឡើងដល់កំពូលភ្លាមនោះស្រមោលខ្មៅដ៏ធំសម្បើមមួយបានលេចឡើងពីចម្ងាយគេសម្លឹងមើលស្រមោលដ៏ធំនោះដោយក្តីតក់ស្លុតនោះគឺជាឡានរបស់អាម្នាក់នឹងតើមិនអាចទេអាដុំដែកដ៏ធំនឹងវាមិនអាចកម្រើកបានឡើយភាពច្រណែននិងការភ័យខ្លាចបានគ្របដណ្ដប់លើហេតុផលរបស់គេភ្លាមចាងសៀវបានបញ្ជាមនុស្សយន្តរន្ទះក្រហមរបស់គេសម្រុកមករកខ្ញុំក្នុងរយៈពេលមិនដល់2វិនាទីផងគេបានរត់ចម្ងាយ100ម៉ែត្រដោយញ័រប្រេកង់ខ្ពស់ដែលធ្វើពី carbon fiber ក្នុងដៃរបស់គេបានតម្រង់មករកកង់ឡានរបស់ខ្ញុំប៉ុន្តែនៅពេលដែលគេកាប់ដាវចុះមកដាវរបស់ចាងសៀវក៏បានបាក់ខ្ទេចនៅពេលប៉ះនឹងកង់ឡានកម្លាំងច្រានត្រឡប់វិញបានធ្វើឲ្យដៃមនុស្សយន្តរបស់គេដាច់ខ្ទេចភ្លាមឃើញដូច្នោះខ្ញុំបានបើកអុកញ៉ាបន្ទាយដែកទៅលើរន្ទះក្រហមតែម្ដងវិនាទីបន្ទាប់គំនរអេតចាយពណ៌ក្រហមនោះត្រូវបានកិនសំប៉ែតជាប់នឹងដីវាคล้ายទៅជាសន្លឹកដែកអេតចាយពណ៌ក្រហមដ៏ស្ដើងបន្ទាប់មកទៀតប្រព័ន្ធបានបង្ហាញសារសម្រាប់មនុស្សយន្តកម្រិតមួយប្រភេទឡានស្ព័រទទួលបានបំណែកម៉ូឌុលល្បឿនកម្រមួយបំណែកគ្រាន់តែខ្ញុំកិនរន្ទះក្រហមរួចស្រាប់តែមានមនុស្សយន្ត3បានហោះចុះពីលើពពកដីបេតុងក៏ស្រាប់តែប្រេះចេញហើយមនុស្សយន្តប្រភេទជីកដីមួយបានលេចឡើងពីខាងក្រោមខ្ញុំបានលូកដៃទៅចុចប៊ូតុងពណ៌ក្រហមនៅលើតារាងបញ្ជាស្របពេលដែលប្រព័ន្ធហៃដ្រូលិកក្រហមឡើងតង់បិទបាំងនៅផ្នែកខាងក្រោយនៃរថយន្តត្រូវបានហែកចេញបង្ហាញឲ្យឃើញនៅប៉មបន្ទាយកាំភ្លើងយន្តស្វ័យប្រវត្តិការនងភ្លោះទំហំ30មីលីម៉ែត្រខ្ញុំលិតតបមាត់ខ្លួនឯងភ្នែករបស់ខ្ញុំឆេះឆួលដោយឆន្ទៈក្នុងការប្រយុទ្ធមកទាំងអស់គ្នាមកចាំខ្ញុំបង្ហាញអ្នករាល់គ្នាឲ្យស្គាល់ថាអ្វីទៅដែលហៅថាទំហំកាណុងគឺជាយុត្តិធម៌នៅពេលដែលកាំភ្លើងយន្តកាណុងភ្លោះចាប់ផ្ដើមវិលខ្យល់អាកាសក៏ពោពេញទៅដោយក្លិនឆ្អាបនៃជាតិអ៊ីយ៉ុងមនុស្សយន្តនឹកទាំង3នៅលើមេឃច្បាស់ជាបានវាតម្លៃទាបចំពោះសមត្ថភាពការពារដែនអាកាសរបស់ដុំដែកខ្មៅនៅលើដីនេះហើយពួកវាបត់ស្លាប់ដែលដូចជាដាវរបស់ពួកវាហើយហោះចុះមកក្នុងពេលតែមួយថង់ទឹកអាស៊ីតនៅក្រោមពោះរបស់ពួកវាត្រៀមខ្លួនជាស្រេចក្នុងការបាញ់ចេញខ្ញុំអង្គុយក្នុងកាប៊ីនបញ្ជាខណៈដែលសញ្ញាតម្រង់ក្រហម3បានចាក់សោជាប់លើគោលដៅលើអាកាសបន្ទាប់មកខ្ញុំក៏បានកន្ត្រាក់កាយកាំភ្លើងពណ៌ក្រហមតិចខ្សែភ្លើងនៃគ្រាបាល់កាំភ្លើងដែលឆេះវែងដល់ទៅ200ម៉ែត្របានបាញ់ចេញពីផ្នែកខាងក្រោយនៃឡានមនុស្សយន្តនិកទី1មិនទាំងមានពេលកិច្ចផងក៏ត្រូវគ្រាប់កាំភ្លើងបាញ់ផ្ទុះខ្ទេចនៅលើមេឃបំណែកដែលកំពុងឆេះរាប់មិនអស់បានធ្លាក់ចុះមកដូចជាភ្លៀងភ្លើងបន្ទាប់មកខ្ញុំបានរុញដងបញ្ជាឲ្យបន្តតម្រង់គោលដៅមនុស្សយន្តនិកដែលនៅសល់មានអារម្មណ៍ថាមានគ្រោះថ្នាក់ដល់ជីវិតហើយបានស្រែកឡើងដោយក្តីតក់ស្លុតពួកវាព្យាយាមហោះឡើងលើដើម្បីគេចខ្លួនប៉ុន្តែកាំភ្លើងយន្តអាចបង្វិលបានលឿនជាងល្បឿនហោះហើររបស់ពួកវាទៅទៀតមនុស្សយន្តទី2ត្រូវបានបាញ់ចំកន្ទុយហើយពាក់កណ្ដាលខ្លួនខាងក្រោមរបស់វាត្រូវបានបាញ់ខ្ទេចបាត់បង់លំនឹងវាក៏ធ្លាក់ចុះមកបុកនឹងជញ្ជាំងកញ្ចក់នៃអគារការិយាល័យមួយមនុស្សយន្តទី3ទើបតែបើកថង់ទឹកអាស៊ីតរបស់វាដើម្បីវាយប្រហារប៉ុន្តែត្រូវបានគ្រាប់កាំភ្លើងបាញ់ចំធ្វើឲ្យវាផ្ទុះនៅកណ្ដាលអាកាសខ្ញុំដកដង្ហើមវែងយកក្លិនរំសេវកាំភ្លើងតើគ្មានសត្រូវណាដែលខ្លាំងជាងនេះដើម្បីឲ្យខ្ញុំស្គាល់រសជាតិនៃការបរាជ័យខ្លះទេអី
គ្រាន់តែខ្ញុំនិយាយចប់ស្រាប់តែមានការផ្ទុះយ៉ាងខ្លាំងចេញពីក្រោមរថយន្តរបស់ខ្ញុំរថយន្តទម្ងន់880តោនបានរង្គើបន្តិចផ្លូវកៅស៊ូនៅលើដីបានប៉ោងឡើងដូចជារលកគ្រឿងចាក់កាយដីដែលបានបំផ្លែងខ្លួនមួយបានទម្លុះដីចេញមកពីចំហៀងមាត់ដែកដ៏ធំរបស់វាបានខំជាប់នឹងកង់ក្រោយផ្នែកខាងឆ្វេងរបស់អុកញ៉ាបន្ទាយដែកថ្មិញដ៏មុតស្រួចរបស់វាបានគៀបជាប់នឹងចន្លោះនៃគ្រឿងការពារកង់ធ្វើឲ្យខ្ញុំមិនអាចរំកិលទៅមុខបានសូម្បីតែមួយអេងប៉ុន្តែគ្រឿងចាក់កាយដីនោះបានមើលរំលងពីភាពខុសគ្នានៃទម្ងន់ទោះបីជាវាខំប្រឹងទាញដៃហៃដ្រូលិករបស់វាដើម្បីគាស់បន្ទាយរបស់ខ្ញុំក៏ដោយក៏អុកញ៉ាបន្ទាយដែកមិនរង្គើឡើយអង្គុយនៅក្នុងឡានខ្ញុំសើចចំអកខណៈកំពុងបញ្ជាម៉ាស៊ីនចាំខ្ញុំបង្ហាញឯងឲ្យស្គាល់ថាអ្វីទៅដែលហៅថាការកិនកំតិចកម្រិតធ្ងន់ពិតប្រាកដបន្ទាប់មកម៉ាស៊ីនថយក្រោយបានក្រហឹមឡើងអស់កម្លាំងកង់ដ៏ធំសម្បើមរបស់អុកញ៉ាបន្ទាយដែកចាប់ផ្ដើមវិលថយក្រោយគ្រឿងចាក់កាយដីដែលខំកង់ឡាននោះត្រូវបានបង្ខំឲ្យសង្កត់ចូលទៅក្នុងដីក្នុងរយៈពេលត្រឹមតែ5វិនាទីប៉ុណ្ណោះវាត្រូវបានកិនកំតិចជាប់នឹងដីបន្ទាប់មកសំឡេងប្រព័ន្ធក៏បន្លឺឡើងសម្រាប់មនុស្សយន្តកម្រិត1បានសម្រេចប្រភេទគ្រឿងចាក់ទទួលបាន50ពិន្ទុដើមលោហៈខ្ញុំអង្គុយក្នុងឡានហើយក្រវីក្បាលនៅតែគួរឲ្យធុញដដែលអ្វីតែមួយគត់ក្នុងលោកនេះដែលអាចធ្វើឲ្យខ្ញុំរង្គើបានគឺរបស់ដែលមានទម្ងន់ធ្ងន់ជាងនេះប៉ុន្តែវាមិនទាន់មាននៅឡើយទេវាពិបាកសម្រាប់ខ្ញុំណាស់ក្នុងការស្គាល់ពាក្យថាចាញ់សមរភូមិបានបញ្ចប់ផ្លូវបំបែកបានធ្លាក់ចូលក្នុងភាពស្ងប់ស្ងាត់គួរឲ្យខ្លាចមនុស្សយន្តនៅកម្រិតទាបដែលធ្លាប់តែរត់ពេញផ្លូវកាលពីមុននេះពេលនេះកំពុងតែក្រាបនៅនឹងដីដោយក្តីញាប់ញ័រខ្ញុំមិនបានដេញតាមសម្លាប់ពួកកូនជន្លេនទាំងនោះទេផ្ទុយទៅវិញខ្ញុំបានសម្លឹងមើលទៅបំណែកមនុស្សយន្តដែលខ្ញុំបានកំទេចនៅក្នុងថ្ងៃអវសានលោកការសម្លាប់មិនមែនជាគោលដៅឡើយធនធានទើបជារង្វាន់ពិតប្រាកដខ្ញុំចុចប៊ូតុងដៃមនុស្សយន្តថ្មីដែលបត់លាក់ទុកបានលាតចេញពីសងខាងនៃអុកញ៉ាបន្ទាយដែកទាំងនេះគឺជាដៃសម្រាប់ជួសជុលដែលខ្ញុំបានបន្ថែមនៅរោងជាងកែច្នៃតាមអារម្មណ៍ឆេវឆាវរបស់ខ្ញុំឥឡូវនេះពួកវាបានក្លាយជាឧបករណ៍ប្រមូលអេតចាយដ៏ល្អឥតខ្ចោះដៃមនុស្សយន្តបានចាក់ចូលទៅក្នុងគំនរដែករបស់គ្រឿងចាក់កាយដីហើយដកយក Snow Crystal ដែលមានពន្លឺពណ៌ខៀវចេញមកបន្ទាប់មកគឺ Snow Module ល្បឿនពីឡាន Ferrari ដែលសំប៉ែតនោះខ្ញុំឲ្យអុកញ៉ាបន្ទាយដែកស៊ី Snow ទាំងនោះមិនយូរប៉ុន្មានចរន្តកម្ដៅបានរីកសាយភាយពេញរថយន្តស្រូបយកបានសម្រេចភាពរឹងមាំនៃគ្រឿងការពារកើនឡើង 0.5% ទទួលបានជំនាញបង្កើនល្បឿនភ្លាមៗត្រូវការបំណែកចំនួន10ដើម្បីដោះសាវ៉ាបន្ទាប់មកសំឡេងក្រហឹមបានចាប់ផ្ដើមម្ដងទៀតបិសាចខ្មៅបានបើកកាត់បំណែកដែលរាយប៉ាយលើដីហើយសម្ដៅទៅកាន់សួនភ័ព្វភារនៅជាយកក្រុងមិនយូរប៉ុន្មានទិដ្ឋភាពចម្លែកមួយបានលេចឡើងនៅលើផ្លូវ highway ដែលឆ្ពោះទៅកាន់សួនភ័ព្វភារនៅខាងមុខគេបង្អស់គឺរថយន្តដឹកដីពណ៌ខ្មៅដ៏ធំសម្បើមដែលហាក់ដូចជាបាំងជិតមេឃវាបានបុកកំទេចរថយន្តដែលខូចខាតដែលរាំងផ្លូវនិងយានយន្តកម្រិតទាបដែលដើររត់រាយដោយបង្កើតបានជាផ្លូវដ៏ធំមួយឆ្លងកាត់គំនរបាក់បែកហើយនៅចម្ងាយប្រហែល200ម៉ែត្រពីក្រោយខ្ញុំមានក្បួនឡានតូចមួយកំពុងបើកតាមដោយប្រុងប្រយ័ត្នមានឡានឯកជន3គ្រឿងនិងឡានវ៉ែនតូចមួយខ្ញុំបានឃើញពួកវាលើរ៉ាដារួចហើយប៉ុន្តែខ្ញុំមិនបានដេញពួកវាចេញឡើយក្នុងដំណាក់កាលដំបូងនៃថ្ងៃអវសានលោកមនុស្សដែលអាចមើលដឹងស្ថានភាពបានយ៉ាងឆាប់រហ័សហើយជ្រើសរើសការដើរតាមអ្នកខ្លាំងបែបនេះជាធម្មតាអាចរស់បានយូរជាងបន្តិចហើយការមានពួកកូនជន្លេនពីក្រោយក៏អាចប្រើជាសញ្ញាអាសន្នបានដែរទោះជាយ៉ាងណាក៏ដោយនៅពេលដែលក្បួនឡានទៅដល់ស្ពានពួកគេបានរកឃើញថាច្រកចូលស្ពានត្រូវបានបិទជិតរថយន្ត Pick-up និងរថយន្ត SUV កែច្នៃជាង10គ្រឿងត្រូវបានចតកាត់ផ្លូវឡានរបស់ពួកគេបានបង្កើតជាបន្ទាយបណ្ដោះអាសន្នបុរសជាច្រើនអ្នកឈរនៅលើដំបូលឡានដោយកាន់កាំភ្លើងបាញ់សត្វនិងពូថៅពន្លត់អគ្គិភ័យម្នាក់មើលទៅសុទ្ធតែសាហាវត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីថ្ងៃអវសានលោកចាប់ផ្ដើមចរិតអាក្រក់របស់មនុស្សក៏ចាប់ផ្ដើមលេចចេញមកពួកគេបានកាន់កាប់ផ្លូវសំខាន់នេះគ្រាន់តែដើម្បីប្លន់អ្នកដែលកំពុងរត់គេចខ្លួនឡានទាំងអស់ឈប់នៅទីនឹងមេក្រុមដែលមានក្បាលទំពែកឈរនៅលើឡាន Range Rover ហើយក្រវីដំបងសញ្ញាពណ៌ក្រហមក្នុងខ្សែភ្នែករបស់ពួកគេឡានណាដែលចង់ចាក់ចេញពីទីក្រុងត្រូវតែបង់លុយថ្លៃផ្លូវឡានដែលតាមពីក្រោយខ្ញុំច្បាស់ជាមានការភ័យខ្លាចជាខ្លាំងខ្លះថែមទាំងព្យាយាមបត់ត្រឡប់ក្រោយទៀតផងឃើញដូច្នោះខ្ញុំមិនបានបន្ថយល្បឿនឡើយផ្ទុយទៅវិញខ្ញុំបានបង្កើនលេខឡានហើយសម្រុកទៅត្រង់តែម្ដងរថយន្តខ្មៅដ៏ធំបានបង្កើតជាស្រមោលដ៏ធំគ្របដណ្ដប់លើតំបន់រាំងផ្លូវទាំងមូលទឹកមុខអួតអាងរបស់បុរសក្បាលទំពែកនោះក៏ប្រែជាស្លេកស្លាំងភ្លាមនៅពេលដែលចម្ងាយកាន់តែជិតគេក៏បានឃើញច្បាស់នៅអ្វីដែលកំពុងសម្រុកមកបុរសក្បាលទំពែកនោះបានស្រែកឡើងដោយក្តីតក់ស្លុតគេបានគ្រវែងទង់ជាតិចោលហើយព្យាយាមលោតចូលក្នុងឡាន Range Rover
ប៉ុន្តែកូនចៅរបស់គេមានប្រតិកម្មយឺតជាងបន្តិចម្នាក់ក្នុងចំណោមពួកគេថែមទាំងបានលើកកំភ្លើងបាញ់មករកកង់ឡានរបស់អុកញ៉ាបន្ទាយដៃទៀតផងប៉ុន្តែវាគ្មានប្រយោជន៍ទាល់តែសោះខ្ញុំបានបើកដែកបុកដ៏ធំរបស់អុកញ៉ាបន្ទាយដែកបុកចូលទៅក្នុងបន្ទាយដែលធ្វើពីឡាន pick-up និង SUV ទាំងនោះមុនពេលបរោះក្បាលទំពែកអាចចូលក្នុងឡានបានកម្លាំងបុកដ៏ខ្លាំងបានធ្វើឲ្យគេហោះខ្ទាតចេញទៅគេបានទៅបោកនឹងរបងការពារផ្លូវហើយសន្លប់បាត់ទៅក្នុងរយៈពេលត្រឹមតែ3វិនាទីបន្ទាយរាំងផ្លូវនោះក៏រលាយបាត់អស់នៅជុំវិញខ្លួនមានតែគំនរឡានដែលខ្ទេចខ្ទីខ្ញុំមិនទាំងបានក្រឡេកមើលពួកវាផងខ្ញុំបើកអុកញ៉ាបន្ទាយដែកឡើងលើស្ពានមុននឹងចាក់ចេញខ្ញុំក៏បានរើសយកស្នូលពីយានយន្តទាំងនោះដែរមិនយូរប៉ុន្មានខ្ញុំបានបើកទៅដល់ទីធ្លានៃកន្លែងឈប់សម្រាកមួយហើយត្រៀមខ្លួនចតដើម្បីរៀបចំស្នូលគ្រីស្តាល់និងដោះស្រាយជាមួយអ្នកដែលតាមពីក្រោយខ្ញុំនៅពេលដែលរថយន្តរបស់ខ្ញុំឈប់ឡានដែលតាមពីក្រោយក៏បានឈប់នៅចម្ងាយប្រហែល30ម៉ែត្រទ្វារឡានបើកចេញហើយមនុស្សជាច្រើនអ្នកបានចុះមកដោយក្តីញាប់ញ័របរោះវ័យកណ្ដាលម្នាក់ក្នុងឈុតអាវធំបានហុចបារីមួយកញ្ចប់មកប្តីប្រពន្ធវ័យក្មេងមួយគូបានកាន់ដៃគ្នាក្មេងស្រីម្នាក់ក្នុងឈុតកម្មករកាន់ដងសោជាប់នឹងដៃពួកគេសម្លឹងមើលគ្នាទៅវិញទៅមករួចក៏ប្រមូលសេចក្តីក្លាហានដើរសម្ដៅមករកឡានដឹកដីដែលខ្ពស់ដូចជាប្រាសាទដែកខ្ញុំបានរុញទ្វារកាប៊ីនបើកចេញហើយសម្លឹងមើលទៅពួកគេពីលើមកខ្ញុំកាន់កំភ្លើងបាញ់ដៃគោលកែច្នៃក្នុងដៃហើយនិយាយដោយសំឡេងត្រជាក់ថាតាមមកពេញមួយផ្លូវបងថ្លៃសាំងមកជាការពិតណាស់នោះគ្រាន់តែជាសម្ដីចំអកប៉ុណ្ណោះប៉ុន្តែក្នុងស្ថានភាពបែបនេះវាស្ដាប់ទៅដូចជាបញ្ជាដាច់ខាតបរោះវ័យកណ្ដាលនោះបានប្រញាប់ដើរមកជិតសំឡេងរបស់គេញ័រខណៈដែលគេស្រែកថាលោកប្រុសអរគុណដែលបានជួយបើកផ្លូវឲ្យពួកយើងមិញនេះពួកយើងគ្មានបំណងអាក្រក់ទេពួកយើងមានទឹកនិងអាហារក្នុងឡានលោកអាចយកវាទាំងអស់បានពួកយើងគ្រាន់តែសុំឲ្យលោកអនុញ្ញាតឲ្យពួកយើងតាមលោកទៅជាមួយផងឮដូច្នោះស្នាមញញឹមចំអកបានលេចឡើងលើបូមាត់ខ្ញុំតាមខ្ញុំអីតើអ្នករាល់គ្នាអាចតាមខ្ញុំទាន់ដែរឬទេក្មេងស្រីម្នាក់នោះស្រាប់តែស្រែកឡើងថាពួកយើងនឹងតាមឲ្យទាន់ទោះបីជាត្រូវស្លាប់ក៏ដោយខ្ញុំដឹងថាលោកកំពុងទៅណាលោកប្រហែលជាចង់បង្កើតជំរំមែនទេខ្ញុំជានិស្សិតផ្នែកវិស្វកម្មមេកានិកខ្ញុំចេះជួសជុលឡានខ្ញុំអាចមានប្រយោជន៍សម្រាប់លោកក្មេងស្រីដែលជាប្តីប្រពន្ធនោះក៏បានលើកដៃឡើងដែរខ្ញុំចេះធ្វើម្ហូបបុរសវ័យកណ្ដាលម្នាក់ទៀតក៏បានដកអត្តសញ្ញាណប័ណ្ណចេញមកខ្ញុំជាគ្រូពេទ្យវះកាត់ទោះបីជាឥឡូវគ្មានថ្នាំសង្កូវប៉ុន្តែខ្ញុំអាចព្យាបាលរបួសបានមានទាំងជាងមនុស្សយន្តនិកគ្រូពេទ្យនិងអ្នកភស្តុភារខ្ញុំបានលើកចិញ្ចើមនោះពិតជាក្រុមដែលល្អសម្រាប់ដំណាក់កាលដំបូងនៃថ្ងៃអវសានលោកទោះបីជាបើខ្លួននេះខ្ញុំមានបន្ទាយដែកដែលមិនអាចកំទេចបានក៏ដោយប៉ុន្តែមនុស្សនៅតែត្រូវការសម្រាកហើយកិច្ចការតូចតាចខ្លះពិតជាត្រូវការអ្នកជួយធ្វើពិតមែនដូច្នេះខ្ញុំក៏នៅស្ងៀមមួយសន្ទុះរួចនិយាយដោយត្រជាក់ថាខ្ញុំមិនចិញ្ចឹមមនុស្សអត់ប្រយោជន៍ទេបើចង់តាមខ្ញុំកុំឲ្យដាច់ហ្វូងឲ្យសោះចំពោះអ្នកគ្រប់គ្នានៅទីនោះសម្ដីរបស់ខ្ញុំស្ដាប់ទៅដូចជាសម្លេងមកពីឋានសួគ៌មនុស្សដែលនៅខាងក្រោមមានការរំភើបយ៉ាងខ្លាំងរហូតដល់ស្ទើរតែស្រក់ទឹកភ្នែកក្នុងស្ថានភាពដែលមានមនុស្សអាក្រក់នៅគ្រប់ទីកន្លែងហើយជីវិតមនុស្សត្រូវបានគេចាត់ទុកដូចជាសម្រាមការដែលអាចដើរតាមនរណាម្នាក់ដែលខ្លាំងពូកែបែបនេះនៅថ្ងៃដំបូងនៃថ្ងៃអវសានពិភពលោកគឺប្រៀបដូចជាពរជ័យពីព្រះនៅក្នុងកាប៊ីនឡានខ្ញុំបានគិតពិចារណាដោយស្ងប់ស្ងាត់យ៉ាងឆោស្លាប់ហើយពួកបងធំតាមផ្លូវក៏ត្រូវបានកំចាត់ហើយខ្ញុំក៏ទទួលបានអ្នកដើរតាមមួយចំនួនវាគឺជាការបញ្ចប់ថ្ងៃទី1ដ៏ល្អឥតខ្ចោះបន្ទាប់មកដល់ពេលដែលត្រូវទៅយករបស់នោះហើយខ្ញុំបានដកផែនទីដែលខ្ទប់ខ្ទាចេញពីអាវធំហើយចុចលើចំណុចមួយដែលគូសរង្វង់ពណ៌ក្រហមវាគឺជាជំរកការពារការវាយប្រហារតាមអាកាសនៅក្រោមទីក្រុងវាក៏ជាដេប៉ូផ្គត់ផ្គង់យោធាក្នុងរឿងព្រេងនិទានផងដែរវាមានគ្រឿងបង្គុំ reactor ដែលខ្ញុំត្រូវការសម្រាប់ការវិវត្តដំណាក់កាលបន្ទាប់ច្រកចូលជំរកនោះស្ថិតនៅជាយកក្រុងភាគខាងលិចនៃទីក្រុងលីនហៃទីកន្លែងនេះធ្លាប់ជាតំបន់យោធាដែលបន្លំខ្លួនជារោងចក្រដែលត្រូវគេបោះបង់ចោលរបងលួសដ៏រឹងមាំបានច្រេះស៊ីអស់ជាយូរមកហើយដោយលាក់ទុកនៅដេប៉ូផ្គត់ផ្គង់សម័យសង្គ្រាមនៅជ្រៅក្រោមដីឡានដឹករ៉ែពណ៌ខ្មៅ Behemoth បានមកឈប់នៅពីមុខទ្វារបេតុងដែលមានកម្ពស់ជិត10ម៉ែត្រទ្វារនោះមានកម្រាស់កន្លះម៉ែត្រដើមឡើយវាត្រូវការសោអេឡិចត្រូនិកដ៏ស្មុគស្មាញនិងការស្កេនប្រស្រីភ្នែកដើម្បីបើកប៉ុន្តែក្នុងអំឡុងពេលដាច់ចរន្តអគ្គិសនីបន្ទាប់ពីថ្ងៃអវសានចាប់ផ្ដើមសោអេឡិចត្រូនិកនោះបានខូចអស់ជាយូរមកហើយទ្វារនោះបានคล้ายជាផ្លូវងាប់ក្បួនរថយន្តនៅពីក្រោយយើងបានឈប់ក្មេងស្រីខាងវិស្វកម្មមេកានិកឈ្មោះសាស៊ូបានលោតចុះពីលើឡានដោយកាន់ប្រអប់ឧបករណ៍ក្នុងដៃហើយរត់ត្រុកទៅកាន់កង់ដ៏ធំរបស់ឡានដឹករ៉ែនាងបានងើយមើលទៅកាប៊ីនឡានដ៏ខ្ពស់ហើយស្រែកថាមេទ្វារនេះដំណើរការដោយប្រព័ន្ធអ៊ីដ្រូលីកសោអេឡិចត្រូនិកខូចហើយ
ប៉ុន្តែខ្ញុំអាចសាកល្បងតខ្សែភ្លើងបំរុងឬស្វែងរកវ៉ានបញ្ចេញសម្ពាធដោយដៃបង្អួចកាប៊ីនបានទម្លាក់ចុះបន្តិចរួចមានសំឡេងដ៏ត្រជាក់ស្រែបចេញពីខាងក្នុងយឺតណាស់ក្នុងថ្ងៃអវសានពិភពលោកពេលវេលាគឺជាជីវិតនៅចំពោះមុខទម្ងន់ដ៏មហិមាគ្មានអ្វីដែលបុកមិនធ្លាយនោះទេខ្ញុំបានសម្លឹងមើលទ្វារបេតុងដ៏ធំនោះរ៉ាដាបានបង្ហាញថានៅពីក្រោយវាគឺជាបន្ទាយរូងភ្នំមេដែលមានប្រវែងដល់ទៅ3គីឡូម៉ែត្រកំណត់របៀបបុកកំទេចឡានដឹករ៉ែបានបន្លឺសំឡេងក្រហមតិចៗហើយថយក្រោយ50ម៉ែត្រមុនពេលបង្កើនល្បឿនជាមួយនឹងទម្ងន់880តោនបូករួមនឹងកម្លាំងរុញច្រានជាង3000សេះខណៈពេលដែលវាបុកទ្វារកម្លាំងចលនាការត្រូវបានបញ្ចេញយ៉ាងពេញទំហឹងទ្វារបេតុងនោះដែលគេថាអាចធន់នឹងរលកធាតុអាកាសនៃគ្រាប់បែកនុយក្លេអ៊ែរបានត្រូវបានបុកចំចំណុចខ្សោយដោយកម្លាំងរូបវិទ្យាសុទ្ធសាធវាបានបន្លឺសំឡេងប្រេះស្រាំយ៉ាងខ្លាំងខណៈបេតុងបែកខ្ទាតបន្ទាប់មកទ្វារទាំងមូលត្រូវបានបុកចូលទៅខាងក្នុងមុនពេលដួលរលំដោយសំឡេងដូចផ្គរលាន់ចំណែកឯបន្ទាយចល័តរបស់ខ្ញុំវិញវាគ្រាន់តែរបកថ្នាំបន្តិចបន្តួចប៉ុណ្ណោះនៅត្រង់ក្បាលបុកបន្ទាប់មកខ្ញុំក៏ជន់រថយន្តពណ៌ខ្មៅបានបើកកិនកំទេចទ្វារហើយបើកចូលទៅក្នុងរូងក្រោមដីដ៏ងងឹតអ្នករស់រានមានជីវិតនៅពីក្រោយយើងបានស្រឡាំងកាំងប៉ុន្តែពួកគេនៅតែបើកតាមពីក្រោយនៅខាងក្នុងរូងភ្នំងងឹតស្លុបមានតែភ្លើងហ្វាសស្វែងរក4គ្រាប់នៅលើដំបូលឡានដឹករ៉ែប៉ុណ្ណោះដែលចាំងកាត់ភាពងងឹតដូចជាដាវពន្លឺ4ដើមខ្យល់នៅទីនេះល្អក់កកមានក្លិនប្រេងម៉ាស៊ីនផ្អួរនិងក្លិនផ្អូមរំពេចនោះចំណុចពណ៌ក្រហមយ៉ាងច្រើនបានលេចឡើងនៅលើរ៉ាដាក្នុងនាមជាតំបន់ហាមឃាត់របស់យោធាទីនេះធ្លាប់ត្រូវបានបំពាក់ដោយប្រព័ន្ធការពារស្វ័យប្រវត្តិជាច្រើនហើយក្រោមឥទ្ធិពលវិទ្យុសកម្មពីរលកមេកានិកសូម្បីតែម៉ាស៊ីនដែលគ្មានវិញ្ញាណទាំងនេះក៏បានបំផ្លាញខ្លួនដែរនៅផ្នែកខាងលើនៃរូងភ្នំខាងមុខកាំភ្លើងយន្តស្វ័យប្រវត្តិដែលព្យួរផ្កាប់មុខជាច្រើនគ្រាប់បានបង្វិលកាណុងចុះឡើងភ្លាមៗ Sensor Infrared របស់ពួកវាបានកំណត់គោលដៅយ៉ាងជាប់លើអ្នកឈ្លានពានបន្ទាប់មកការបាញ់ប្រហារយ៉ាងសន្ធាប់បានផ្ទុះឡើងភ្លាមៗគ្រាប់កាំភ្លើងបានធ្លាក់មកដោយភ្លៀងលើសន្លឹកដៃការពារនៅផ្នែកខាងមុខនៃឡានដឹករ៉ែប្រសិនបើវាជារថយន្តធម្មតាវាច្បាស់ជាសោះដោយសំណាញ់ជាមិនខានប៉ុន្តែនៅចំពោះមុខបន្ទះដៃថែបកម្រិតយោធាដែលមានកម្រាស់រាប់សិបមីលីម៉ែត្រគ្រាប់កាំភ្លើងអាចបន្សល់ទុកត្រឹមតែស្នាមសបន្តិចបន្តួចប៉ុណ្ណោះខ្ញុំសូម្បីតែមិនព្រិចភ្នែកផងខ្ញុំមិនបានប្រើកាំភ្លើងធំស្វ័យប្រវត្តិ30មីលីម៉ែត្រដ៏មានតម្លៃនោះទេផ្ទុយទៅវិញខ្ញុំបានបើកប្រព័ន្ធអាវុធបន្ទាប់បន្សំនៅលើដំបូលវាគឺជាកាំភ្លើងបាញ់ទឹកសម្ពាធខ្ពស់កាណុងភ្លោះដែលខ្ញុំបានដំឡើងនៅហាងកែច្នៃដើមឡើយវាត្រូវបានគេប្រើសម្រាប់លាងរ៉ែលើកលែងតែពេលនេះធុងមិនបានដាក់ទឹកទេប៉ុន្តែដាក់ប្រេងម៉ាស៊ីនសល់ដែលខ្ញុំបានលួចពីស្ថានីយ៍ប្រេងឥន្ធនៈខ្សែទឹកប្រេងពណ៌ខ្មៅ2ខ្សែបានបាញ់សម្ដៅទៅកាំភ្លើងយន្តការពារទាំងនោះភ្លាមនោះខ្ញុំបានបាញ់គ្រាប់កាំជ្រួចទៅលើពួកវាអណ្ដាតភ្លើងបានលេបត្របាក់ពីដានទាំងមូលភ្លាមកាំភ្លើងយន្តការពារដែលបំផ្លាញខ្លួនទាំងនោះប្រហែលជាអាចមានស្មារតីដឹងខ្លះមែនប៉ុន្តែពួកវានៅតែជាគោលដៅដែលនៅស្ងៀមក្រោមអណ្ដាតភ្លើងដ៏សន្ធោសន្ធៅសំឡេងផ្ទុះជាបន្តបន្ទាប់បានបន្លឺឡើងពាសពេញរូងភ្នំក្បួនរថយន្តនៅពីក្រោយបានបើកជាកំទេចកំទីដែលកំពុងឆេះយ៉ាងប្រុងប្រយ័ត្នស៊ូបានសម្លឹងមើលគ្រឿងបន្លាស់អាវុធទាំងនោះហើយនាងមានអារម្មណ៍ស្ដាយស្រណោះយ៉ាងខ្លាំងរបស់ល្អណាស់ម៉ូទ័រទាំងនេះនៅប្រើបានតើភ្លាមនោះសំឡេងរបស់ខ្ញុំបានបន្លឺឡើងតាមមេក្រូបើចង់បានខ្ញុំឲ្យពេល5នាទីដើម្បីរៀបចំយករបស់ណាដែលនៅប្រើបានទៅយើងនឹងត្រូវការវាសម្រាប់ការជួសជុលនៅថ្ងៃក្រោយពាក្យសម្ដីនោះធ្វើឲ្យភ្នែករបស់ស៊ូភ្លឺថ្លានាងបានលោតចុះពីលើឡានភ្លាមហើយនាំមនុស្ស2-3នាក់ទៅចាប់ផ្ដើមដោះគ្រឿងបន្លាស់យ៉ាងញាប់ដៃញាប់ជើងនោះគឺជាហេតុផលមួយដែលខ្ញុំនាំពួកគេមកជាមួយខ្ញុំត្រូវការក្រុម Logistics ដែលមានជំនាញដើម្បីបំផ្លាញរាល់របស់ដែលរឹបអូសបានឲ្យទៅជាកម្លាំងប្រយុទ្ធមិនយូរប៉ុន្មានបន្ទាប់ពីឆ្លងកាត់រូងភ្នំដ៏វែងយើងក៏បានទៅដល់កន្លែងផ្ទុកទំនិញសំខាន់នៅជាន់ជ្រៅបំផុតលំហនៅទីនោះស្រាប់តែបើកទូលាយវាមានទំហំប៉ុនទីលានបាល់ទាត់ធ្នើរដ៏ធំជួរត្រូវបានតម្រៀបដោយប្រអប់ឈើពណ៌បៃតងចាស់កាំភ្លើងគ្រាប់រំសេវស្បៀងអាហារយោធានិងអាវក្រោះទីនេះប្រៀបដូចជាឃ្លាំងកំណប់នៅក្នុងថ្ងៃអវសានពិភពលោកអ្នករស់រានមានជីវិតទាំងអស់ស្ទើរតែឆ្កួតនឹងភាពសូម្បីតែលោកគ្រូពេទ្យដែលតែងតែរក្សាភាពស្ងប់ស្ងាត់នៅពេលនោះគាត់ក៏កំពុងអោបប្រអប់សម្ភារៈវិទ្យាសាស្ត្របន្ទាន់ផងដែរដៃរបស់គាត់ញាប់ញ័រប៉ុន្តែខ្ញុំមិនចាប់អារម្មណ៍នឹងរបស់ទាំងនោះទេខ្សែភ្នែករបស់ខ្ញុំបានសម្លឹងទៅកាន់ចំកណ្ដាលនៃកន្លែងផ្ទុកដែលមានបន្ទប់ដាច់ដោយឡែកមួយរុំព័ទ្ធដោយបន្ទះសំណកម្រាស់ក្រាស់មានស្លាកសញ្ញាព្រមានវិទ្យុសកម្មពណ៌ក្រហមឆ្អៅនៅទីនោះនៅខាងក្នុងបន្ទប់នោះគឺជាប្រភពថាមពលបំរុងរបស់មូលដ្ឋានវាគឺជាឈុតស្នូលនៃអាគុយ Microfusion នេះគឺជាបច្ចេកវិទ្យាងងឹតដែលត្រូវបានរចនាឡើង
ដើម្បីឲ្យសូម្បីតែបន្ទាប់ពីសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើងក៏មូលដ្ឋាននេះនៅតែអាចដំណើរការបានក្នុងរយៈពេល50ឆ្នាំវាក៏ជាសោរដ៏សំខាន់សម្រាប់ការវិវត្តនៃស្ដេចត្រាញ់បន្ទាយដែកផងដែរខណៈពេលដែលវ៉ានដ៏មហិមាចាប់ផ្ដើមបង្វិលទ្វារដែលត្រូវបានបិទជិតរាប់សិបឆ្នាំបានបើកយឺតពន្លឺពណ៌ខៀវដូចខ្មោចលងបានចាំងតាមចន្លោះទ្វារនៅចំកណ្ដាលបន្ទប់មានធុងស៊ីឡាំងថ្លាមួយនៅខាងក្នុងនោះមានព្យួរដំបងលោហៈចំនួន3ដែលបញ្ចេញពន្លឺពណ៌ខៀវស្រងាត់ទាំងនេះគឺជាដំបងឥន្ធនៈ microvision សូម្បីតែឆ្លងកាត់ឈុតការពារក៏ខ្ញុំនៅតែអាចមានអារម្មណ៍ពីការប្រែប្រួលថាមពលដែលធ្វើឲ្យបេះដូងលោតញាប់ញ័រក្នុងថ្ងៃអវសានថាមពលត្រូវបានបែងចែកជា3កម្រិតកម្រិតទី1គឺជាថាមពលឥន្ធនៈ fossil សាំងនិងម៉ាស៊ូតវាគ្មានប្រសិទ្ធភាពសម្លេងខ្លាំងនិងមិនអាចបង្កើតឡើងវិញបានកម្រិតទី2គឺជាថាមពលអេឡិចត្រូគីមីអាគុយលីជូមនិងឥន្ធនៈអ៊ីដ្រូសែនវាស្ងប់ស្ងាត់ប៉ុន្តែចម្ងាយធ្វើដំណើរមានកំណត់កម្រិតទី3គឺជាថាមពលនុយក្លេអ៊ែរនិងថាមពលវិមាត្រខ្ពស់ដែលមានភាពធន់មិនចេះរីងស្ងួតហើយវាអាចផ្ដល់ថាមពលដល់ខែលការពារថាមពលនិងអាវុធបាញ់កាំរស្មីបន្ទាយចល័តរបស់ខ្ញុំនៅតែជាប់គាំងនៅកម្រិតទី1ហើយដំបងទាំង3នេះគឺជាសោរដើម្បីឈានទៅដល់កម្រិតទី3ខ្ញុំមិនបង្អង់យូរឡើយត្រឡប់ទៅក្នុងឡានវិញខ្ញុំបានបញ្ជាដៃមេកានិកនៅជំហៀងឡានហើយចាប់យកដំបងឥន្ធនៈទាំង3ដោយប្រុងប្រយ័ត្នបន្ទាប់មកប៉ាណាមុខឡានដ៏ធំបានបើកចេញយឺតបង្ហាញឲ្យឃើញនៅរណ្ដោតដ៏ជ្រៅនៅខាងក្នុងខណៈពេលដែលដៃមេកានិកបញ្ចូលដំបងឥន្ធនៈទៅក្នុងនោះលំហក់ក្រោមដីទាំងមូលហាក់ដូចជាកកុចមួយរំពេចភ្លាមបន្ទាប់មកកម្លាំងបឺតដ៏គួរឲ្យភ័យខ្លាចបានផ្ទុះឡើងពីក្នុងឡានដឹករ៉ែរាល់ត្រូនិកនាឡិកានៅលើតាផ្លូបានឡើងដល់កម្រិតអតិបរមាភ្លាមពន្លឺពណ៌លឿងទុំដើមរបស់កាប៊ីនបានប្រែទៅជាពណ៌ខៀវភ្លឺចែងចាំង System បន្លឺឡើងសញ្ញាព្រមានរកឃើញដង់ស៊ីតេថាមពលក្នុងគ្រឿងបង្គុំ reactor លើពីដែនកំណត់សុវត្ថិភាពកំពុងបង្ខំដំណើរការស្រូបយករថយន្តចាប់ផ្ដើមញ័រយ៉ាងខ្លាំងសំឡេងក្រហឹមនៃម៉ាស៊ីនបានផ្លាស់ប្ដូរពីសំឡេងផ្ទុះគ្រើមនៃម៉ាស៊ីនម៉ាស៊ូតទៅជាសំឡេងស្រែកខ្លាំងដូចជាម៉ាស៊ីនយន្តហោះខ្ញុំបានបន្លឺសំឡេងស្រែកដោយការឈឺចាប់នៅក្នុងកាប៊ីនក្នុងនាមជាម្ចាស់ខ្ញុំក៏ត្រូវទ្រាំទ្រនឹងឥទ្ធិពលថាមពលដ៏មហិមាផងដែរវាមានអារម្មណ៍ដូចជាមានកំអែភ្នំភ្លើងកំពុងហូរតាមសរសៃឈាមរបស់ខ្ញុំហើយពន្លឺពណ៌ខៀវបានជះចេញពីភ្នែករបស់ខ្ញុំដំណើរការស្រូបយកបានបញ្ចប់ប្រព័ន្ធថាមពលត្រូវបានដំឡើងកម្រិត unlock ការបើកបរដោយប្រើថាមពលនុយក្លេអ៊ែរ hybrid unlock ជំនាញថ្មី unlock ខែលការពារជំនាញថ្មីការបុកកំទេចកម្រិត overload នៅពេលនោះឡានដឹករ៉ែហាក់ដូចជាមិនសូវមានអ្វីខុសប្លែកពីមុនប៉ុន្មានទេប៉ុន្តែឥឡូវនេះមានពន្លឺពណ៌ខៀវតិចនៅលើផ្ទៃរបស់វាគ្រាន់តែខ្ញុំវិវត្តចប់ភ្លាមសំឡេងស្រែកដោយភាពភ័យខ្លាចបានបន្លឺឡើងពីសាលខាងក្រៅជួយផងមេជួយផងវាគឺជាសំឡេងរបស់គ្រូពេទ្យខ្ញុំបានបើកភ្នែកឡើងហើយឃើញថាសាលខាងក្រៅបានคล้ายជាឋាននរកទាំងរស់ច្រកចូលរូងភ្នំដែលយើងបានមកត្រូវបានបិទជិតបាត់ទៅហើយសត្វកណ្ដុរមេកានិករាប់មិនអស់ដែលនីមួយមានទំហំប៉ុនឆ្មាបានហូរចេញពីបំពង់ខ្យល់និងសូម្បីតែតាមប្រហោងជញ្ជាំងដូចជារលកយក្សស៊ូណាមីហើយនៅកណ្ដាលហ្វូងកណ្ដុរនោះមានបិសាចដ៏ធំមួយវាគឺជាឡានដឹកសម្រាមដែលបំផ្លាញខ្លួនកន្លែងដឹកទំនិញរបស់វាបានคล้ายជាសម្បុកបង្កាត់ពូជដ៏ធំដែលខ្ជាក់កណ្ដុរមេកានិកថ្មីចេញមកមិនឈប់ផ្នែកខាងមុខនៃឡានត្រូវបានគ្របដណ្ដប់ដោយភ្នែកចម្លែករាប់មិនអស់ដែលបញ្ចេញឧស្ម័នពុលពណ៌បៃតងអាសោចនៅពេលនោះស៊ូគ្រូពេទ្យនិងអ្នកផ្សេងទៀតត្រូវបានគេដេញឲ្យទាល់ច្រកនៅជ្រុងមួយកាំភ្លើងដែលពួកគេទើបតែរើសបានគឺមិនគ្រប់គ្រាន់ដើម្បីទប់ទល់នឹងហ្វូងកណ្ដុរដ៏ច្រើនសន្ធឹកសន្ធាប់នោះទេកណ្ដុរមេកានិកជាច្រើនបានលោតទៅលើសាស៊ូហើយធ្មេញស្ពឺដ៏មុតស្រួចរបស់ពួកវាហៀបនឹងអាករបស់នាងទៅហើយពួកឯងចង់ងាប់ហើយសំឡេងរបស់ខ្ញុំប្រែជាត្រជាក់ដូចទឹកកកល្អណាស់ខ្ញុំនឹងប្រើពួកឯងដើម្បីសាកល្បងគ្រឿងបរិក្ខារថ្មីរបស់ខ្ញុំបន្ទាយដែកបើកដំណើរការខែលការពារផ្ទាំងពន្លឺពណ៌ខៀវថ្លាបានផ្ទុះចេញពីឡានដឹករ៉ែទៅគ្រប់ទិសទីភ្លាមខណៈពេលដែលផ្ទាំងពន្លឺនោះបក់កាត់ពួកកណ្ដុរមេកានិកប្រៀបដូចជាសត្វរុយដែលបុកនឹងដំបងឆក់មូសបន្ទះសៀកខ្វីខាងក្នុងរបស់ពួកវាត្រូវបានឆេះខ្លោចភ្លាមហើយផ្សែងពណ៌ខៀវបានហុយចេញពីខ្លួនរបស់ពួកវាបានបន្លឺសំឡេងឆេចឆាចរួចធ្លាក់ទៅលើដីคล้ายជាគំនរអេតចាយផ្នែកដ៏ធំនៃសម្បុកកណ្ដុរដ៏សាហាវត្រូវបានកំទេចចោលក្នុងមួយរំពេចកណ្ដុរដែលនៅលើខ្លួនស៊ូក៏រឹងខ្លួនហើយធ្លាក់ចេញពីនាងដែរបន្ទាប់ពីបានរួចផុតពីសេចក្តីស្លាប់ដោយប្រផិតប្រផាយនាងបានដួលទៅលើឥដ្ឋនាងបានសម្លឹងមើលទៅឡានយក្សដែលបញ្ចេញពន្លឺពណ៌ខៀវដ៏វិសុទ្ធដោយភាពងឿងឆ្ងល់ខ្ញុំមិនបានចាប់អារម្មណ៍នឹងការភ្ញាក់ផ្អើលរបស់គ្រប់គ្នានោះទេហើយបានកំណត់គោលដៅទៅលើស្ដេចកណ្ដុរច្បាស់ជាខឹងយ៉ាងខ្លាំងវាបានបន្លឺសំឡេងក្រហឹមយ៉ាងខ្លាំង
កន្ទុយផ្ទុកសម្រាមរបស់វាបានបើកយ៉ាងធំហើយបាញ់ទឹកថ្នាំពុលពណ៌បៃតងមករកឡានដឹករ៉ែខ្ញុំមិនបានគេចឬញើតឡើយខ្ញុំបានបើកសម្រុកត្រង់ទៅក្នុងទឹកថ្នាំពុលនោះជាតិពុលបានជះទៅលើខែលថាមពលពណ៌ខៀវបន្លឺសំឡេងឆេវខណៈពេលដែលវាប៉ះរួចក៏រលាយคล้ายជាចំហាយភ្លាមវាមិនទាំងប៉ះនឹងថ្នាំឡានផងនេះហើយគឺជាអ្វីដែលប្រភពថាមពលកម្រិត3ធ្វើចំពោះសត្រូវកម្រិត1បន្ទាប់មកខ្ញុំបានបញ្ចូលថាមពលនុយក្លេអ៊ែរដែលទើបទទួលបានទៅក្នុងប្រព័ន្ធ Box Speed ឡានទម្ងន់880តោនហាក់ដូចជាបានរំដោះខ្លួនចេញពីកម្លាំងទំនាញផែនដីល្បឿនរបស់វាបានកើនឡើងដល់100គីឡូម៉ែត្រក្នុងរយៈពេលត្រឹមតែ2វិនាទីប៉ុណ្ណោះដូចជាអាចផ្កាយពណ៌ខៀវហោះកាត់សាលធំក្បាលបុករបស់ឡានដឹករ៉ែដែលរុំព័ទ្ធដោយព្យុះថាមពលពណ៌ខៀវបានបុកយ៉ាងខ្លាំងទៅលើទ្រូងរបស់ស្ដេចកណ្ដុរឡានដឹកសម្រាមដែលមើលទៅដូចជាមានសាច់ដែកក្រោះការពារធ្ងន់នោះនៅចំពោះមុខការបុកដែលដើរដោយថាមពលនុយក្លេអ៊ែរគឺប្រៀបដូចជាបន្ទះស្នោអញ្ចឹងរថយន្តទាំងមូលត្រូវបានទម្លុះនិងហែកដាច់ជាបំណែកក្នុងមួយមុនពេលស្ដេចកណ្ដុរអាចទាំងស្រែកផងវាត្រូវបានលេបត្របាក់ដោយការផ្ទុះដ៏ធំស្នូលរបស់វាត្រូវបានខ្ទេចខ្ទីពេលបុកសម្រាមនិងគ្រឿងបន្លាស់បានហោះប៉างគ្រប់ទិសទីការជូនដំណឹងពីប្រព័ន្ធសម្រាប់បិសាចបំផ្លាញខ្លួនកម្រិត3ប្រភេទស៊ីសាកសពទទួលបានម៉ូឌូលបំផ្លាញជីវសាស្ត្រ Dollar Grade សាលធំបានប្រែជាស្ងប់ស្ងាត់ខណៈខ្ញុំបញ្ជាបន្ទាយដែកដែលឥឡូវនេះមើលទៅប្រៀបដូចជាអាទិទេពខ្ញុំបានឈប់យឺតនៅពីមុខស៊ូនិងអ្នកផ្សេងទៀតពន្លឺពណ៌ខៀវបានរលាយបាត់បន្តិចម្ដងហើយវាបានប្រែមកជាឡានដឹករ៉ែពណ៌ខ្មៅដ៏ត្រជាក់ដូចដើមវិញបង្អួចត្រូវបានទម្លាក់ចុះខ្ញុំសម្លឹងមើលទៅក្រុមក្មេងៗដែលកំពុងស្រឡាំងកាំងហើយនិយាយដោយស្មើថាប្រមូលស្បៀងអាហារនិងសម្ភារៈទៅកុំបង្អង់យូរគោលដៅបន្ទាប់យើងនឹងទៅបរបាញ់របស់ធំម្ដងនៅពេលដែលរថយន្តពណ៌ខ្មៅដែលត្រូវបានសម្រិតសម្រាំងដោយថាមពលនុយក្លេអ៊ែរបានបើកចេញពីជម្រកម្ដងទៀតពិភពខាងក្រៅបានឈានចូលដល់ពេលប្រលប់ទៅហើយពន្លឺព្រះអាទិត្យពណ៌ក្រហមដូចឈាមបានចាំងទៅលើគំនរបាក់បែកបង្កើតជាពន្លឺពណ៌មាសដ៏គួរឲ្យខ្លាចពេញទីក្រុងលៀនហៃស៊ូដែលដើរតាមពីក្រោយបានលេបទឹកមាត់នាងបានសម្លឹងមើលទៅឡានដឹករ៉ែនៅខាងមុខដោយភាពឆ្លក់វង្វេងតួខ្លួនដែលធ្លាប់តែខ្មៅស្រអាប់ឥឡូវនេះមានពន្លឺពណ៌ខៀវដូចបិសាចចាំងចេញតាមចន្លោះដែកសំឡេងម៉ាស៊ីនក៏ខុសប្លែកពីមុនដែរវាមិនមែនជាសំឡេងគ្រើមនៃការឆេះម៉ាស៊ូតទៀតទេប៉ុន្តែវាដូចជាសំឡេងម៉ាស៊ីនយន្តហោះចម្បាំងច្រើនជាងសំឡេងលាន់ដោយទូប៊ីនដ៏មានថាមពលសំឡេងនោះផ្ដល់នូវសម្ពាធដែលធ្វើឲ្យឆ្អឹងខ្នងរងាញាក់ខ្ញុំបានឈប់ឡានហើយបើកភ្លើងហ្វាស្វែងរកនៅផ្នែកខាងក្រោយអ្នករស់រានមានជីវិតទាំងអស់បានជន់ហ្វ្រាំងឈប់ភ្លាមពួកគេម្នាក់បានលោតចុះពីលើឡានដោយក្តីបារម្ភដើម្បីរងចាំការណែនាំរបស់ខ្ញុំបានរុញទ្វារក្រោះដ៏ធ្ងន់ឲ្យបើកហើយលោតចុះមកក្រោមចលនារបស់ខ្ញុំមានអារម្មណ៍ថាស្រាលជាងមុនឆ្ងាយណាស់ច្បាស់ណាស់ថាការវិវត្តនៃម៉ាស៊ីនក៏បានពង្រឹងដល់ម្ចាស់របស់វាដែរខ្ញុំបានក្រឡេកមើលក្បួនរថយន្តដ៏កំសត់នេះមានឡានកុងតឺន័រមួយគ្រឿងដែលផ្ទុកគ្រាប់រំសេវនិងឡានឯកជន3គ្រឿងដែលផ្ទុកអាហារនិងទឹកប្រសិនបើពួកគេជួបហ្វូងខ្មោចឆៅពួកគេច្បាស់ជាមិនអាចទប់ទល់បានសូម្បីតែ1នាទីដូច្នេះខ្ញុំបានចង្អុលទៅក្បាលសណ្ដោងដ៏ធំនៅខាងក្រោយឡានដឹករ៉ែវាគឺជាក្បាលសណ្ដោងធន់ធ្ងន់សម្រាប់សណ្ដោងរ៉ែស៊ូមានខ្សែដៃជាច្រើននៅក្នុងទ្រុងឡានសម្រាប់ចងឡានរបស់ពួកឯងទាំងអស់បញ្ចូលគ្នាហើយភ្ជាប់ពួកវាមកខាងក្រោយឡានរបស់ខ្ញុំស៊ូបានគាំងនៅពេលឮបែបនោះចូលមកដល់ផ្លូវបត់ខ្លាំងខ្ញុំបានកាត់សម្ដីនាងយ៉ាងត្រជាក់ឡានរបស់ខ្ញុំមានទទឹង10ម៉ែត្រកន្លែងណាដែលខ្ញុំបើកកាត់នឹងคล้ายជាវាលស្រឡះនិងគ្មានផ្លូវបត់អ្វីទាំងអស់វាក៏ជាយុទ្ធសាស្ត្រដ៏មានអំណាចបំផុតការប្រើប្រាស់ឡានដឹករ៉ែថាមពលនុយក្លេអ៊ែរទម្ងន់880តោនជាអ្នកនាំមុខដោយសណ្ដោងឡានតូចៗទាំងអស់នៅពីក្រោយតាមវិធីនេះឡានតូចមិនចាំបាច់បុកទម្លុះរនាំងដោយខ្លួនឯងទេហើយសូម្បីតែម៉ាស៊ីនពួកវាស្លាប់ក៏ឡានដឹករ៉ែនៅតែអាចអូសពួកគេទៅមុខដោយកម្លាំងបាយហើយវាក៏បង្កើតបានជាទម្រង់ការពារដ៏រឹងមាំផងដែរ10នាទីក្រោយមកក្បួនរថយន្តដ៏ចម្លែកមួយបានលេចរូបរាងឡើងប្រៀបដូចជាសត្វពស់វែកដែកដ៏វែងវាបានតម្រង់ទៅរកផ្លូវក្រវ៉ាត់ក្រុងលីនហៃទីនេះធ្លាប់ជាសរសៃឈាមចរាចរណ៍ដ៏សំខាន់ប៉ុន្តែឥឡូវនេះមានរថយន្តរាប់ម៉ឺនគ្រឿងដែលគេបោះបង់ចោលបានកកស្ទះពេញផ្លូវវាមើលទៅគ្មានទីបញ្ចប់ឡើយមនុស្សធម្មតាច្បាស់ជាអស់សង្ឃឹមនៅពេលឃើញទស្សនវិជ្ជាបែបនេះប៉ុន្តែខ្ញុំគ្រាន់តែបដូរទៅជារបៀបបើកបរយឺតក្បាលបុកដ៏ធំនៅខាងមុខប្រៀបដូចជាកាំបិតដែលដុតកម្ដៅក្រហមកំពុងច្រានចេញនៅរថយន្តដែលរាំងផ្លូវដោយគ្មានមេត្តាអ្នករស់រានមានជីវិតដែលត្រូវបានសណ្ដោងពីក្រោយបានមើលឃើញកំតិចកំទីនៅសងខាងផ្លូវហោះកាត់តាមបង្អួចរបស់ពួកគេដោយក្តីរំភើបនិងតក់ស្លុតពួកគេមិនចាំបាច់ធ្វើអ្វីទាំងអស់ដរាបណាពួកគេដើរតាមរូបរាងដូចអាទិទេពនៅខាងមុខគាត់នឹងត្រួសត្រាយផ្លូវរស់រានមានជីវិតឲ្យពួកគេ
ចឹងតើអារម្មណ៍ដែលមានអ្នកខ្លាំងពូកែជួយការពារវាបែបនឹងសោះលោកគ្រូពេទ្យបានជូតញើសត្រជាក់ចេញពីថ្ងាសហើយអោបប្រអប់សង្គ្រោះបឋមក្នុងដៃឲ្យកាន់តែណែនប៉ុន្តែអ្វីដែលគាត់មិនដឹងនោះគឺថាភាពអ៊ូអរទាំងអស់នេះកំពុងតាក់ទាញពួកអ្នកបរបាញ់ឲ្យចុះមកពីលើពពកខ្ញុំអង្គុយនៅកៅអីអ្នកបើកបរនៅលើរ៉ាដាហូឡូក្រាមនៅពីមុខខ្ញុំចំណុចពណ៌ក្រហមយ៉ាងច្រើនបានលេចឡើងភ្លាមៗពួកវាមិនមែននៅលើដីទេគឺពួកវាកំពុងហោះចុះមកពីលើមេឃក្នុងថ្ងៃអវសានបើអ្នកបង្កសំឡេងខ្លាំងពេកនៅលើដីអ្នកនឹងតាក់ទាញពួកមនុស្សយន្តស៊ីសាកសពលើអាកាសតាមរយៈដំបូលកញ្ចក់ប៉ាណូរ៉ាម៉ាខ្ញុំបានឃើញហ្វូងពពកខ្មៅកំពុងសម្រុកមករកយើងវាគឺជាហ្វុងដ្រូន Gargoyle ដែលបំផ្លាញខ្លួនពួកវាជាបិសាចដែលកើតចេញពីការបញ្ចូលគ្នានៃដ្រូនថតរូបនិងសត្វបក្សីបំផ្លាញខ្លួនស្លាបចាក់របស់ពួកវាបានคล้ายជាស្លាបឆ្អឹងដ៏មុតស្រួចកាមេរ៉ារបស់ពួកវាបានคล้ายជាភ្នែកចម្លែកពណ៌ក្រហមមានគ្រាប់បែកខ្នាតតូចឬទំពក់មុតស្រួចព្យួរនៅខាងក្រោមខ្លួនពួកវាមានពួកវាប្រហែលយ៉ាងហោចណាស់500គ្រឿងសំឡេងរបស់ពួកវាបានលុបលើសំឡេងក្រហមនៃម៉ាស៊ីនវិនាទីបន្ទាប់មកពពកខ្មៅនោះបានមកដល់ចំពីលើក្បាលយើងតែម្ដងគ្រាប់បែកខ្នាតតូចរាប់មិនអស់បានធ្លាក់ចុះមកដូចគ្រាប់ព្រិលទោះបីជាគ្រាប់នីមួយៗមិនសូវមានកម្លាំងខ្លាំងមែនប៉ុន្តែចំនួនដ៏ច្រើនសន្ធឹកសន្ធាប់របស់ពួកវាគឺគ្រប់គ្រាន់នឹងក្រឡាប់ឡានធម្មតាមួយបានឡានឯកជនមួយគ្រឿងនៅពីក្រោយយើងត្រូវបានបែកកញ្ចក់មុខខ្ទេចភ្លាមៗអ្នកបើកបរបានបន្លឺសំឡេងស្រែកមិនដឹងថាគាត់ស្លាប់ឬរស់នោះទេម្រាមដៃរបស់ខ្ញុំបានចុចយ៉ាងលឿនលើផ្ទាំងបញ្ជាខែលការពារនុយក្លេអ៊ែរបើកកម្លាំងម៉ាក់ក្រដងនេះរំពេចនោះរនាំងការពារពណ៌ខៀវដ៏ស៊ាំភ្នែកបានងើបឡើងម្ដងប៉ុន្តែលើកនេះដោយសារ reactor ដំណើរការពេញលេញជួរការពារនៃខែលនេះក៏បានពង្រីកកាន់តែធំជាងមុនខែលការពារថាមពលរៀងពាក់កណ្ដាលរង្វង់ដ៏ធំសម្បើមមួយបានគ្របដណ្ដប់លើក្បួនរថយន្តតូចៗនៅពីក្រោយខ្ញុំផងដែរគ្រាប់បែកបានធ្លាក់មកលើខែលថាមពលនោះហើយផ្ទុះឡើងប៉ុន្តែពួកវាមិនអាចធ្វើឲ្យខូចខាតដល់វាបានបន្តិចសោះឡើយឥឡូវនេះដល់វេនខ្ញុំម្ដងហើយខ្ញុំបញ្ចេញសំណើចដ៏ត្រជាក់មួយប្រព័ន្ធការពារស្វ័យប្រវត្តិចាប់គោលដៅរាល់យូនីតផ្លូវអាកាសទាំងអស់បាញ់តាមចិត្តតង់សម្រាប់បន្លំភ្នែកនៅផ្នែកខាងក្រោយនៃឡានដឹករ៉ែបានខែលចេញម្ដងទៀតកាំភ្លើងយន្តស្វ័យប្រវត្តិកាណុងភ្លោះទំហំ30មីលីម៉ែត្របានងើបក្បាលឡើងហ្វុងដ្រូនដែលកំពុងហោះឆាបចុះមកបានបុកទង្គិចនឹងអ្វីដែលមើលទៅដូចជាជញ្ជាំងភ្លើងបំណែកដែកដែលកំពុងឆេះរាប់មិនអស់បានធ្លាក់ចុះមកលើខែលការពារពណ៌ខៀវនោះស៊ូដែលស្ថិតក្នុងក្បួនរថយន្តបានងើបក្បាលឡើងយឺតនាងគ្រាន់តែក្រឡេកមើលមួយផ្លែតក៏ស្រឡាំងកាំងភ្លាមចំពោះទិដ្ឋភាពនៅចំពោះមុខឡានដឹករ៉ែពណ៌ខ្មៅនោះប្រៀបដូចជាបន្ទាយដ៏ខ្ពស់ត្រដែតកំពុងឈរយ៉ាងរឹងមាំនៅចំកណ្ដាលនៃការបំផ្លិចបំផ្លាញដោយបញ្ចេញកម្លាំងបាញ់ស្រោចទៅលើមេឃនិងដីម្រាមដៃរបស់ស៊ូចាប់ស៊ុំបង្អួចយ៉ាងណែនក្នុងនាមជាជាងជួសជុលអ្វីដែលនាងឃើញមិនមែនត្រឹមតែជាការកាប់សម្លាប់នោះទេប៉ុន្តែវាគឺជាសម្រស់ដ៏កំពូលនៃថាមពលដែលកំពុងមានចលនាបន្ទាប់ពីបរាជ័យក្នុងការវាយទម្លុះអស់រយៈពេលយ៉ាងយូរហ្វុងដ្រូនក៏បានហោះបំបីគ្នាទៅក្នុងពពកស្រមោលដ៏ធំមួយបានខែលចុះមកយឺតវាគឺជា Iron Wing Griffon កម្រិត Lord Class វាគឺជាបិសាចដែលកើតចេញពីការបញ្ចូលគ្នារវាងឧទ្ធម្ភាគចក្រប្រយុទ្ធជាមួយនឹងសត្វឥន្ទ្រីស្លាបរបស់វាមានប្រវែងជាង20ម៉ែត្រហើយស្លាបចាក់របស់វាបានคล้ายជាស្លាបដ៏ធំសម្បើមកាណុងបាញ់និងគ្រាប់រ៉ុកែតពិតត្រូវបានបំពាក់នៅក្រោមច្រមុះរបស់វាបានចុះចតលើស្ពានអាកាសនៅខាងមុខក្រញាំដ៏ធំរបស់វាបានចាក់ទម្លុះយ៉ាងជ្រៅទៅក្នុងបេតុងភ្នែកអេឡិចត្រូនិកដែលបញ្ចេញពន្លឺពណ៌ក្រហមនោះបានសម្លឹងជំពាក់ឡានរបស់ខ្ញុំដោយមិននិយាយអ្វីមួយម៉ាត់ Griffon នោះបានបាញ់រ៉ុកែត2គ្រាប់សម្ដៅមកយើងពួកវាបានបុកទង្គិចនឹងខែលការពារញ័រយ៉ាងខ្លាំងសំឡេងអាសន្នបានបន្លឺឡើងភ្លាមប្រុងប្រយ័ត្នទីបំផុតមានអ្វីមួយដែលអាចវាយទម្លុះការពាររបស់ខ្ញុំបានខ្ញុំមិនមានការភ័យស្លន់ស្លោទាល់តែសោះខ្ញុំកាច់ចង្កូតយ៉ាងខ្លាំងដោយប្រើកម្លាំងសន្ទុះចុះចំណោតដើម្បីបើកសម្ដៅទៅរកស្ពានអាកាសនោះ Griffon កំពុងត្រៀមបាញ់រ៉ុកែតវគ្គទី2នៅពេលដែលខ្ញុំចុចប៊ូតុងពណ៌ក្រហមនោះខ្សែទឹកប្រេងសម្ពាធខ្ពស់ដែលលាយជាមួយវិទ្យុសកម្មនុយក្លេអ៊ែរបានបាញ់ចេញដូចជានាគភ្លើងពណ៌ខៀវស្រោចទៅលើ Griffon នោះចំបន្ទាប់មកគ្រាប់បែកភ្លើងក៏គ្របទៀតបានទៅបញ្ចប់វា Griffon នោះបានคล้ายជាដុំភ្លើងដ៏ធំភ្លាមប្រេងសាំងយន្តហោះដែលងាយឆេះស្រាប់បានឆាបឆេះឡើងហើយជាមួយនឹងកម្ដៅខ្លាំងនៃថាមពលនុយក្លេអ៊ែរស្លាបដែករបស់វាបានចាប់ផ្ដើមរលាយរាងកាយដ៏ធំរបស់វាបានបាត់បង់លំនឹងហើយបានធ្លាក់ចុះមកលើផ្លូវ highway ដូចជាដុំអាចផ្កាយវាបានធ្លាក់ចុះចំពីមុខឡានដឹកដែករបស់ខ្ញុំមិនបង្ហាញក្តីមេត្តាតតែសោះខ្ញុំបើកឡានទៅមុខត្រង់កិនលើរាងកាយរបស់វាសូម្បីតែអាវក្រោះនៃឧទ្ធម្ភាគចក្រប្រយុទ្ធក៏ត្រូវរៀបស្មើក្រោមសម្ពាធរាប់រយតោនដែរការប្រយុទ្ធបានបញ្ចប់ផ្ទៃមេឃក្នុងរង្វង់5គីឡូម៉ែត្រត្រូវបានបោះសម្អាត
គ្មានបាក់សីណាមួយហ៊ានហោះកាត់តំបន់នេះទៀតឡើយជាចុងក្រោយនៅពាក់កណ្ដាលអាត្រិតយើងបានមកដល់គោលដៅរបស់យើងគឺមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិលីនហៃដីនៅទីនេះធំទូលាយណាស់មានជញ្ជាំងរឹងមាំនៅជុំវិញហើយអគារសំខាន់គឺជាសាលពិព័រណ៍ដៃថែបដ៏ធំវាស័ក្តិសមបំផុតសម្រាប់កែច្នៃទៅជាបន្ទាយអ្វីដែលសំខាន់បំផុតនោះគឺចំណតរថយន្តក្រោមដីនៅទីនេះមានទំហំធំសម្បើមណាស់វាធំល្មមសម្រាប់ផ្ទុកឡានដឹករ៉ែដ៏ធំនេះបានខ្ញុំបានចតឡាននៅចំកណ្ដាលទីធ្លាមជ្ឈមណ្ឌលពិព័រណ៍រថយន្តតូចៗនៅពីក្រោយខ្ញុំក៏បានឈប់ដែរមនុស្សគ្រប់គ្នាបានបើកទ្វារហើយដើរចុះមកដោយជើងញ័រទៅតាក់ពួកគេសម្លឹងមើលឡានដឹករ៉ែដែលនៅតែគ្មានស្លាកស្នាមខូចខាតហើយនៅក្នុងភ្នែករបស់ពួកគេក្រៅពីការកោតស្ញប់ស្ញែងគឺគ្មានអ្វីផ្សេងទៀតឡើយខ្ញុំបានលោតចុះពីលើឡានជាមួយនឹងស្រាបៀរមួយកំប៉ុងក្នុងដៃយើងនឹងបោះជំរំនៅទីនេះយប់នេះស៊ូស៊ូឯងនាំមនុស្សមួយចំនួនទៅពិនិត្យម៉ាស៊ីនភ្លើងបំរុងបើមានមួយណាខូចជួសជុលវាលោកគ្រូពេទ្យទៅប្រមូលសម្ភារៈវិទ្យាសាស្ត្រនៅក្នុងសាលអ្នកផ្សេងទៀតរៀបចំឡានជាជួរជារង្វង់ហើយបង្កើតតំបន់ការពារបន្ទាប់ពីអ្នករាល់គ្នាបានចាប់ផ្ដើមធ្វើការខ្ញុំបានឡើងទៅលើដំបូលឡានដឹកដៃតែម្នាក់ឯងខ្ញុំអង្គុយក្បែរកាណុងបាញ់ដ៏ធំគាស់ស្រាបៀរហើយលើកផឹកទាំងត្រជាក់ស្រែបនៅចម្ងាយឆ្ងាយភ្លើងបានឆាបឆេះឡើងទៅលើមេឃហើយគេអាចឮសំឡេងស្រែកតិចៗប៉ុន្តែនៅក្រោមជើងរបស់ខ្ញុំគឺជាបន្ទាយដែលមិនអាចយកឈ្នះបាននឹងក្រុមអ្នកដើរតាមដ៏ស្មោះត្រង់បំផុតបន្ទាប់មកដល់ពេលដែលត្រូវឲ្យទីក្រុងនេះដឹងថាតើនរណាជាម្ចាស់ថ្មីរបស់វាហើយមិនយូរប៉ុន្មាន3ថ្ងៃបានកន្លងផុតទៅខ្ញុំមិនបាននៅទំនេរទេក្នុងអំឡុងពេល3ថ្ងៃនោះស៊ូស៊ូបានដឹកនាំអ្នករស់រានមានជីវិតមួយចំនួនដែលចេះផ្នែកគ្រឿងចក្រហើយប្រើប្រាស់ឡានសំលើកនិងធ្នឹមដែកនៅក្នុងសាលដើម្បីធ្វើការថែទាំឡានដឹករ៉ែទន្ទឹមនឹងនោះគ្រូពេទ្យបានរៀបចំមន្ទីរពេទ្យដ៏សមរម្យក្រុមទាំងមូលបានផ្លាស់ប្ដូរពីភាពភ័យខ្លាចមកជាក្រុមដែលធ្វើការងារដូចជាម៉ាស៊ីនដែលបានដំឡើងយ៉ាងល្អប៉ុន្តែភាពស្ងប់ស្ងាត់នោះត្រូវបានបំផ្លាញនៅព្រឹកថ្ងៃទី4គ្រាប់គ្រោះតូចៗនៅលើដីបានចាប់ផ្ដើមលោតតាមរំញ័ររលករំញ័របានរីកសាយភាយពេញទឹកក្នុងកែវខ្ញុំបើកភ្នែកឡើងភ្លាមៗហើយចាប់បាននូវសំឡេងគ្រហឹមនៃម៉ាស៊ីនម៉ាស៊ូតមួយក្រុមធំនៅចម្ងាយឆ្ងាយធូលីពណ៌លឿងយ៉ាងច្រើនបានហុយឡើងនៅជើងមេឃក្បួនរថយន្តដ៏ធំគួរឲ្យថប់ដង្ហើមកំពុងតែខិតជិតមកដល់មជ្ឈមណ្ឌលពិព័រណ៍ពួកគេមិនមែនជារថយន្តខ្មោចទេប៉ុន្តែគឺជាម៉ាស៊ីនសង្គ្រាមដែលកែច្នៃដោយដៃមនុស្សវាគឺជាកងនាវាដែលបង្កើតឡើងទាំងស្រុងដោយរថយន្ត pick-up ធុនធ្ងន់និងរថយន្ត off-road ដែលបានកែច្នៃថែមទាំងមានរថយន្តដឹកប្រាក់មួយចំនួនដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងបន្ទះដែកថែមទៀតផងពួកវាត្រូវបានលាបពណ៌ជាមួយនឹងនិមិត្តសញ្ញាលាក្បាលពណ៌ក្រហមឈាមរាល់យានយន្តទាំងអស់សុទ្ធតែមានកាំភ្លើងយន្តធុនធ្ងន់ឬឧបករណ៍បាញ់រ៉ុកកែតច្នៃនៅពីលើហើយនៅចំកណ្ដាលនៃក្បួនរថយន្តដែលត្រូវបានហុំព័ទ្ធគឺជាបិសាចដ៏ធំមួយវាគឺជា Land Cruiser នាវាលើគោកវាត្រូវបានកែច្នៃចេញពីឡានសណ្ដោងវែងខុសធម្មតាវាមិនត្រឹមតែមានប៉មបញ្ជាកម្ពស់3ជាន់ដែលត្រូវបានសាងសង់នៅលើនោះទេវាក៏ត្រូវបានបំពាក់ដោយដៃស្ទូចដ៏ធំមួយផងដែរខ្ញុំស្គាល់ពួកគេនោះគឺជាកងពល Blood Skull Legion កាលពីជាតិមុនរបស់ខ្ញុំពួកគេគឺជាកម្លាំងចៅប្លន់ដ៏ធំបំផុតនៅក្នុងទីក្រុងលីនហៃគេនិយាយថាមេដឹកនាំរបស់ពួកគេឈ្មោះ Butcher មានជំនាញក្នុងការតាមប្រមាញ់យានយន្ត Mutate Vehicles ដើម្បីយកស្នូលថាមពលនិងលួចប្រេងរបស់ពួកគេភ្លាមៗនោះសំឡេងភ័យខ្លាចរបស់ស៊ូស៊ូបានបន្លឺឡើងតាមវិទ្យុតាក់ទងមេត្រេពួកវាបានបិទច្រកទ្វារធំហើយបន្ទាប់មកពីលើនាវាលើគោកនោះមេក្រូដ៏ធំមួយបានបញ្ចេញសំឡេងយ៉ាងគ្រោតគ្រាតស្ដាប់ឲ្យច្បាស់អ្នកគ្រប់គ្នានៅខាងក្នុងខ្ញុំគឺជាអនុមេបញ្ជាការនៃកងពល Blood Legion ប្រគល់យានយន្តនោះនិងស្នូលថាមពលនៅខាងក្នុងវាឲ្យមកយើងខ្ញុំអាចទុកជីវិតឲ្យពួកឯងបានយានយន្តប្រដាប់អាវុធរាប់សិបគ្រឿងរបស់កងពល Blood Legion នេះគឺគ្រប់គ្រាន់ដើម្បីកំទេចជំរកតូចតាចណាមួយបានមជ្ឈមណ្ឌលពិព័រណ៍បានធ្លាក់ចូលក្នុងភាពស្ងប់ស្ងាត់ទាំងស្រុងភ្នែករបស់មនុស្សគ្រប់គ្នាបានបែរទៅរកកណ្ដាលទីធ្លាសំដៅទៅរកបិសាចពណ៌ខ្មៅដែលកំពុងឈរនៅទីនោះអង្គុយក្នុងកាប៊ីនខ្ញុំញញឹមស្នូលថាមពលនោះគឺជាបេះដូងរបស់ខ្ញុំឯងចង់បានជីវិតខ្ញុំអញ្ចឹងខ្ញុំមានតែយកជីវិតពួកឯងវិញហើយដូច្នេះខ្ញុំបានចុចប៊ូតុងមេក្រូសំឡេងរបស់ខ្ញុំទាបប៉ុន្តែប្រព័ន្ធបំពងសំឡេងដ៏ធំបាននាំវាទៅគ្រប់ទិសទីនៃសមរភូមិទៅឲ្យឆ្ងាយបើមិនចង់ងាប់ពួកចៅប្លន់នៅខាងក្រៅស្រឡាំងកាំងមួយផ្លេតបន្ទាប់មកក៏ផ្ទុះសំណើចឯងមិនរើសផ្លូវស្រួលទេអញ្ចឹងកុំបន្ទោសពួកយើងឲ្យសោះពួកអាកូនចៅកុំតិចកន្លែងនេះឲ្យរៀបស្មើតាមបញ្ជានោះរ៉ុកកែតរាប់សិបគ្រាប់បានបាញ់ចេញមកបន្សល់ទុកនៅកន្ទុយភ្លើងហើយបានបុកទង្គិចនឹងជញ្ជាំងកញ្ចក់នៃមជ្ឈមណ្ឌលពិព័រណ៍ដូចជាភ្លៀងភ្លើងខ្ញុំមិនបានលាក់ខ្លួននៅពីក្រោយរបាំងការពារទេឡានដឹកដែកពណ៌ខ្មៅដ៏ធំសម្បើមបានបុកទម្លុះទ្វារកញ្ចក់ខាងមុខនៃសាលពិព័រណ៍
ហើយបានសម្រុកចូលទៅក្នុងទីធ្លាដូចជាសត្វខ្លាដែលត្រូវបានដោះលែងពីទ្រុងខែលការពារពណ៌ខៀវបានបញ្ចេញពន្លឺយ៉ាងខ្លាំងនៅក្រោមពន្លឺថ្ងៃខណៈដែលគ្រាប់កាំភ្លើងនិងរ៉ុកែតបានបុកទង្គិចនឹងវាពួកវាគ្រាន់តែធ្វើឲ្យមានរលកខ្ចាត់ខ្ចាយចេញទៅខាងក្រៅប៉ុណ្ណោះពួកវាមិនអាចធ្វើឲ្យខូចខាតដល់ឡានបានទាល់តែសោះពួកចៅប្លន់ស្រឡាំងកាំងយ៉ាងខ្លាំងពួកគេធ្លាប់ឃើញយានយន្តដែលមានអាវក្រោះក្រាស់ៗពីមុនមកប៉ុន្តែមិនដែលឃើញយានយន្តដែលមានខែលការពារថាមពលផ្ទាល់ខ្លួនបែបនេះទេលើកនេះវាមិនត្រឹមតែជាកាំភ្លើងយន្ត30ម៉ឺននោះទេនៅសងខាងនៃឡានដឹកដែករុនធ្វើបាញ់ពីជួរដែលតម្រៀបគ្នាយ៉ាងណែនបានលេចចេញមកភ្លាមៗពួកវាគឺជាគ្រាប់បែក thermobaric ខ្នាតតូចដែលខ្ញុំបានយកចេញពីឃ្លាំងអាវុធតាមផ្លូវស៊ូស៊ូបានកែច្នៃពួកវាទៅជាឧបករណ៍បាញ់ច្រើនគ្រាប់ដែលបំពាក់លើរថយន្តគ្រាប់បែក thermobaric ចំនួន24គ្រាប់បានហោះចេញមកយានយន្តប្រហែល10គ្រឿងនោះបានคล้ายជាបំណែកដែកអេតចាយភ្លាមៗពួកចៅប្លន់នៅខាងក្នុងមិនទាំងអាចបញ្ចេញសំឡេងស្រែកបានផងមុនពេលដែលរលកសម្ពាធបានបំបីសួតរបស់ពួកគេការបំផ្លិចបំផ្លាញនៃក្រុមឆ្លប់យកការមិនបានធ្វើឲ្យកងពល Blood Legion ភ័យខ្លាចនោះទេផ្ទុយទៅវិញវាកាន់តែធ្វើឲ្យពួកគេសាហាវជាងមុននោះគឺជាថាមពលនុយក្លេអ៊ែរវាគឺជាយានយន្តដែលដំណើរការដោយថាមពលនុយក្លេអ៊ែរបើយើងយកវាបានយើងនឹងគ្រប់គ្រងពិភពលោកនាវាលើគោកដ៏ធំនោះទីបំផុតបានខែលខ្លួនវាដូចជាខ្សែរថភ្លើងដែលធ្លាក់ពីលើផ្លូវដែកក្រហមយ៉ាងខ្លាំងខណៈពេលដែលវាសម្រុកចូលទៅក្នុងទីធ្លាអាវុធរបស់វាមិនមែនជាកាណុងបាញ់ទេប៉ុន្តែគឺជាដៃស្ទូចដ៏ធំនោះអ្វីដែលព្យួរនៅទីនោះគឺបន្ទះមេដែកអគ្គិសនីទម្ងន់10តោនវាត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីចាប់យកយានយន្តដែលបាន mutate រលកមេដែកអគ្គិសនីដ៏ខ្លាំងក្លាមួយបានគ្របដណ្ដប់លើឡានដឹកដែករបស់ខ្ញុំភ្លាមៗប្រសិនបើវាជារថយន្តផ្លាស់ប្ដូរទម្រង់ធម្មតាប្រព័ន្ធអេឡិចត្រូនិករបស់វានឹងត្រូវបានបិទដំណើរការនៅពេលនេះហើយប៉ុន្តែឡានដឹករ៉ែមានខែលការពារថាមពលនុយក្លេអ៊ែររលកមេដែកអគ្គិសនីត្រូវបានបិទគប់ទាំងស្រុងខ្ញុំបានមើលដៃស្ទូចដ៏ធំនោះដែលកំពុងលូកមករកខ្ញុំដោយខ្សែភ្នែកមើលស្រាលខ្ញុំបានបដូរទៅលេខទៀបហើយរុញទៅមុខជំនួសឲ្យការថយក្រោយខ្ញុំបានបុកចំទៅលើនាវាលើគោកដែលមានប្រវែងវែងជាងឡានខ្ញុំ2ដងជាមួយនឹងសម្លេងបុកទង្គិចដែលធ្វើឲ្យញ័រដីយានយន្តដ៏ធំទាំងពីរបានបុកគ្នាដីបានញ័រយ៉ាងខ្លាំងហើយទីធ្លាបេតុងបានប្រេះបែកភ្លាមៗផ្នែកខាងមុខនៃនាវាលើគោកបានក្រពិតចូលក្នុងភ្លាមៗនៅពេលដែលវាប៉ះគ្នាប៉ុន្តែជាមួយនឹងតួថយន្តដែលវែងខុសធម្មតានិងកម្លាំងអូសទាញនៃកង់ទាំង20របស់វាពិតជាអាចទប់ទល់នឹងការបុករបស់ឡានដឹកដែកបាននៅលើប៉មបញ្ជារបស់នាវាលើគោក Butcher ដែលមានមុខមាត់ពោពេញដោយសាច់ដុំបានក្រហមដូចជាមនុស្សឆ្កួតចាប់វាឲ្យជាប់បន្ទះមេដែកអគ្គិសនីដ៏ធំបានបុកយ៉ាងខ្លាំងទៅលើខែលការពាររបស់ឡានដឹកដែកដោយព្យាយាមកំទេចវាដោយកម្លាំងរូបវ័ន្តសូម្បីតែភ្លើងអាសន្នពណ៌ក្រហមកំពុងបញ្ចេញពន្លឺនៅក្នុងកាប៊ីនក៏ដោយប៉ុន្តែខ្ញុំនៅតែរក្សាភាពស្ងប់ស្ងាត់គួរឲ្យខ្លាចខ្ញុំនិយាយអ្វីមួយដែលមិនយល់តាមវិទ្យុស៊ូបំផ្ទុះមួយនោះទៅវាប្រែថានៅក្នុងការបុកទង្គិចគ្នាអំបញ្ញមិញនេះរ៉ូបូតបំផ្ទុះខ្លួនឯងដែលបញ្ជាដោយស៊ូបានលូនចូលទៅក្រោមតួរបស់នាវាលើគោកដោយស្ងាត់រួចទៅហើយចំពីក្រោមវានោះគឺធុងប្រេងធំនៅពេលដែលស៊ូចុចឧបករណ៍បំផ្ទុះការផ្ទុះដ៏ខ្លាំងក្លាមួយបានហែកកំទេចផ្នែកខាងក្រោមនៃនាវាលើគោកវាមិនគ្រប់គ្រាន់ដើម្បីបំផ្លាញយានយន្តទាំងមូលទេប៉ុន្តែវាបានបំផ្ទុះដងកង់សំខាន់ហើយវាបានដុតបញ្ឆេះធុងប្រេងភ្លើងបានឆាបឆេះយ៉ាងខ្លាំងភ្លាមរហូតដល់មិនអាចគ្រប់គ្រងបានខ្ញុំបានចាប់យកឱកាសនៃភាពរអាក់រអួលមួយផ្លេតនោះមណ្ឌលថាមពលដែលធ្លាប់ទ្រទ្រង់ខែលការពារត្រូវបានបង្រួមត្រឡប់មកវិញក្នុងមួយប៉ព្រិចភ្នែករួចបញ្ចេញតាមរយៈ microram រលក shock wave ពណ៌ខៀវដែលអាចមើលឃើញនឹងភ្នែកបានបាញ់ចំទៅលើតួរបស់នាវាលើគោកនោះនាវាលើគោកដ៏ក្រអឺតក្រទមនោះបានចាប់ផ្ដើមបែកបាក់ពីចំកណ្ដាលឆ្អឹងដែកដ៏ធំរបស់វាបានបាក់ប៉មបញ្ជារបស់វាបានដួលរលំចុះមកក្នុងចំណោមសំឡេងស្រែកដ៏អស់សង្ឃឹមរបស់ Butcher ខ្ញុំបានបើកឡានដឹកដែកទៅមុខហើយកិនវាម្ដងទៀតកង់ដ៏ធំបានឡើងលើបំណែកនៃនាវាលើគោកហើយកិនកំទេចបន្ទាយចល័តនេះរួមទាំងមហិច្ឆតាទាំងអស់នៅខាងក្នុងវាឲ្យរៀបដល់ដីពួកចៅប្លន់ដែលនៅសល់បានបាក់ទ័ពភ្លាមពួកគេបានបោះចោលអាវុធនិងអាវក្រោះហើយបើករថយន្តដែលនៅសល់រត់គេចខ្លួនទៅគ្រប់ទិសទីខ្ញុំបានឈប់នៅលើបំណែកដែកដែលកំពុងឆេះហើយសម្លឹងមើលសមរភូមិស៊ូនិងគ្រូពេទ្យបានដឹកនាំមនុស្សរត់ចេញពីជំរកពួកគេបានមកជុំគ្នានៅជុំវិញឡានដឹកដែកដោយស្រែកហ៊ោកញ្ជ្រៀវពួកគេបានសម្លឹងមើលបិសាចពណ៌ខ្មៅដែលកំពុងឈរខ្ពស់ត្រដែតលើគំនរបាក់បែកនិងសម្លឹងមើលបុរសដែលកំពុងអង្គុយក្នុងកាប៊ីនប្រៀបដូចជាព្រះអាទិត្យនៅខណៈពេលនោះពួកគេមិនមែនត្រឹមតែជាអ្នករស់រានមានជីវិតទៀតទេពួកគេក៏ជាប្រជានុរាស្ត្ររបស់ស្ដេចថ្មីអង្គនេះផងដែរមួយថ្ងៃបន្ទាប់ពីសមរភូមិបានបញ្ចប់មជ្ឈមណ្ឌលពិព័រណ៍មើលទៅខុសប្លែកទាំងស្រុង
ខ្ញុំមិនឲ្យនរណាម្នាក់សម្រាកឡើយផ្ទុយទៅវិញខ្ញុំបានចាប់ផ្ដើមការសាងសង់យ៉ាងសស្រាក់សស្រាំនាវាលើគោកដែលត្រូវបានបំផ្លាញនោះបានបន្សល់ទុកនៅបន្ទះដែកអាវុធនិងសម្ភារៈយ៉ាងច្រើនសន្ធឹកសន្ធាប់ស៊ូស៊ូបានដឹកនាំកម្មករឲ្យបកយកបន្ទះដែកទាំងនោះហើយផ្សារភ្ជាប់ទៅលើជញ្ជាំងមជ្ឈមណ្ឌលពិព័រណ៍ដើម្បីបង្កើតជាជញ្ជាំងដែកថែបដ៏ពិតប្រាកដមួយគ្រូពេទ្យបានចាត់ចែងថ្នាំសង្កូវដែលបន្សល់ទុកដោយពួកចៅហើយរៀបចំមន្ទីរពេទ្យវាលដែលអាចធ្វើការវះកាត់បានចំពោះរូបខ្ញុំបានធ្វើការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលមួយខ្ញុំបានចតឡានដឹករ៉ែនៅក្នុងសាលធំនៃមជ្ឈមណ្ឌលពិព័រណ៍បន្ទាប់មកខ្ញុំបានភ្ជាប់ខ្សែភ្លើងធំមួយឈុតដោយបដូររបៀបដំណើរការទៅជារបៀបផ្គត់ផ្គង់ថាមពលស្នូលម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរខ្នាតតូចនៅក្នុងឡានដឹកដែកបានចាប់ផ្ដើមផ្ដល់ថាមពលដល់មូលដ្ឋានទាំងមូលភ្លើងបានភ្លឺឡើងម៉ាស៊ីនត្រជាក់បានចាប់ផ្ដើមដំណើរការប្រព័ន្ធចម្រោះទឹកបានចាប់ផ្ដើមធ្វើការសូម្បីតែអេក្រង់យក្សនៅផ្នែកខាងលើនៃសាលពិព័រណ៍ក៏បានភ្លឺឡើងដែរនៅក្នុងតំបន់ដីសោះកក្រោះក្រោយយុគសម័យវេទនាដ៏ងងឹតស្លុបនិងស្ងាត់ជ្រងំនេះមជ្ឈមណ្ឌលពិព័រណ៍បានក្លាយជាទីក្រុងដែលមិនដែលដេកលក់វាមិនមែនគ្រាន់តែជាជំរកបណ្ដោះអាសន្នទៀតទេវាគឺជាទីក្រុង Tyrant មួយខែក្រោយមកទីក្រុង Tyrant ក៏មានអ្នករស់រានមានជីវិតពីតំបន់ជុំវិញសម្រុកមកសុំជ្រកកោននៅពេលនោះខ្ញុំកំពុងឈរនៅលើដំបូលមជ្ឈមណ្ឌលពិព័រណ៍នៅក្បែរខ្ញុំគឺឡានដឹករ៉ែដែលត្រូវបានដំឡើងសមត្ថភាពម្ដងទៀតឥឡូវនេះវាត្រូវបានបំពាក់ដោយដៃស្ទូចមេដែកអគ្គិសនីដែលយកចេញពីនាវាលើគោកវាក៏មានសមត្ថភាពក្នុងការផ្លាស់ប្ដូររូបរាងខ្លះៗផងដែរវាអាចបំផ្លាញខ្លួនទៅជាលេនដ្ឋានកំភ្លើងធំភ្លាមនោះស៊ូស៊ូបានដើរមករកខ្ញុំទាំងកាន់ tablet ទឹកមុខរបស់នាងមើលទៅតានតឹងមេរ៉ាដាចាប់បានការប្រែប្រួលថាមពលមិនធម្មតានៅក្បែរឆ្នេរសមុទ្រកម្រិតថាមពលវាខ្លាំងជាងយើង10 ដងខ្ញុំយក tablet នោះមកមើលហើយនៅលើអេក្រង់ស្រមោលពណ៌ក្រហមដ៏ធំមួយកំពុងងើបឡើងយឺតពីសមុទ្រវាគឺជានាវាផ្ទុកយន្តហោះជានាវាផ្ទុកយន្តហោះដែល mutate ដែលមានអវយវៈនិងដៃមឹកយន្តនៅជុំវិញខ្នងរបស់វាបិសាចគ្រឿងចក្រកម្រិត S-Class Leviathan ខ្ញុំសម្លឹងមើលសញ្ញាពណ៌ក្រហមនោះគ្មានការភ័យខ្លាចនៅក្នុងភ្នែករបស់ខ្ញុំឡើយមានតែឆន្ទៈក្នុងការប្រយុទ្ធដែលកាន់តែសាហាវជាងមុនខ្ញុំអង្អែលឡាននៅក្បែរខ្លួនយួងយ៉ាមើលទៅដូចជារឿងនេះវានៅមិនទាន់ចប់នៅឡើយទេដំណើររបស់យើងទើបតែចាប់ផ្ដើមប៉ុណ្ណោះ